អេអូនតូនអាហ្នឹងប៉ាម៉ាក់របស់ឯងបងស្រីស្អាតក្នុងផ្ទះខ្ញុំខ្វាំងខ្ញុំមកដាក់លើប្រចាំថ្ងៃកាត់មួយនេះដូចមិនមែនកាត់ធនាគាររបស់ខាងយើងទេអូនដកប្រាយប៉ាម៉ាក់ឯងឥឡូវនេះមនុស្សចំណាំជួច្រើនណាស់ចាំបងលោកឯងទៅកន្លែងទទួលអតិថិជនណាអរគុណបងស្រីដកលុយរួចត្រូវរក្សាទុកឲ្យបានល្អដាច់ខាតតាមធ្វើឲ្យជ្រុះបានលុយច្រើនណាស់សម្បត្តិជួយរៀបចំណាត់ដឹកជញ្ជូនលុយឲ្យខ្ញុំអូនគួរឲ្យស្រឡាញ់មែនតោះទេ01 02 03 04 05 06 07 08 2000លានក្មេងតូចលុយទាំងនេះឯងបានមកពីណាទេចារំខានបងស្រីជួយដាក់ចាប់តិចមកណាទឹកលុយច្រើនចឹងនេះទោះបីជាប្រមូលលុយអ្នកមានទ្រព្យសម្បត្តិទាំងអស់បោកចូលគ្នាក៏លុយមិនគ្រប់ដែរមានអីទេអ្នកណាមានអីកាត់ឡើងមកតែយើងតែដល់បាត់ទៅហេចាប់ទៅបាយទៅដល់ទៅមើលនេះចាប់ទៅចាប់ដាក់លេខចាក់ទៀតមកចាប់ទៅទៅឡើងទៅអត់ឡើងនេះរកឲ្យណាទៅប៉ូលីសចោលហើយណានេះមិនលេខសាយទេដឹងវាប្តឹងប៉ូលីសខ្លាយៗផងមិនមែនទេការរបស់ក្មេងតូចនេះគឺមានលុយ 2000 លានបាត់ 2000 លានអីតែនិយាយប្រៀបថាអីក្មេងនេះមានលុយ 2000 លានពីណាមកទៅអ្នកគ្រប់គ្រងកាត់ក្មេងតូចនេះគឺពិតជាមាន 2000 លានទេ 2000 លានមានន័យថាយ៉ាងដូចមិនដេចមកដកលុយនឹងចេញធនាគារទូទាំងពិភពលោកនៅត្រែលានថាសុខបីតែជិនក៏ដួលរលំដែរហើយវាបាត់ហេរ៉ៃទូទាំងពិភពលោកទៅឡើងទៅលោកបញ្ជាលោកមកខ្លួនឯងទេរី10%វ៉ាន់រំខានលោកជួយដកលុយឲ្យខ្ញុំបន្តិចមកតើនេះจะស្រាច់អត្តរិទ្ធមែនទេលើកពីនិយាយថាទូទាំងពិភពលោកមានតែកាតមួយនឹងទេដែលអាចរសារលុយទូទាំងពិភពលោកបានអាចមកកាតនេះឲ្យបានមកពីណាអាចឆាប់ប្រាប់ជាងមកមើលនេះគឺជារបស់ខ្ញុំនឹងហើយមិនអាចទេមិនទៅម្នាក់មិនអាចមានលុយច្រើនដល់ថ្នាក់ហ្នឹងទៅលេខសាច់ជាដឹងទាំងអស់គ្នាដឹងទេថាខាត់បោះកម្លាំងប៉ូលីសប៉ុណ្ណាទៅក្រុមស្លាបមហាឆេអកម្មបំផុតអាស្រ័យគេសង្ស័យថាបានមកមានវិបត្តិផ្នែករ៉ៃផុត12ឆ្នាំមុនបានបង្ហាញខ្លួនហើយទាំងអស់គ្នាទៅកាន់ធនាគារមួយជើពេញធនាគារមួយជើពេញទីកន្លែងឲ្យតាដល់គ្នាសូមទៅកាន់ធនាគារមួយជើពេញជាបន្តឆាប់ឡើងគេក្រុមតាក់ថ្មីនេះពិតជាអ្នកមានទីគេមែនហីប៉ុន្តែទេគឺបានហៅរ៉ៃពីការឡើងជាង10ឆ្នាំមុនថ្មីនេះទៅតែមានអាយុប្រហែលឆ្នាំទេហើយចុះថ្មីនេះអ្នកតាសញ្ញាអ្វីអាប់កត់ទៅជាតិមុនខ្ញុំគឺជាម្ចាស់នៃពិភពលោករបស់ទាំងអស់ទ្រព្យសម្បត្តិសម្រាប់ចំណងភាពលើឆាយនិងភាពលើឆេមានតែខ្ញុំទេដែលជាអ្នកមានជាគេលើលោកពេលនេះអាការរបស់យើងបានតម្លៃហើយអស្ចារ្យឆាប់យកលុយមកឲ្យខ្ញុំម៉ាក់ខ្ញុំប្រចាំខ្ញុំនៅផ្ទះណាបងធំបងខ្លីហេតុអីពួកបងមកដល់ទីនេះអូស្រីប្រហែលឆ្នាំនេះពួកយើងរស់នៅអត់មានកន្លែងច្បាស់លាស់ទេពេលនេះផ្ទះឯងគួរតែដល់ពេលឲ្យយើងវិញហើយណាបងធំបងចាំបាននេះថាម៉េចនេះជាផ្ទះរបស់គ្រួសារលីបងមិនក៏ខ្លាយផ្ទះទេឆាប់ចេញទៅបងខ្លីសៀវប៉ាជាគាត់របស់ខ្ញុំនៅឆាំងឈៀនគាត់ជាមនុស្សនៅក្នុងគ្រួសារលីដែរប្រុសរបស់ឯងនៅខាងក្រៅជាបំណុលគេច្រើនណាស់ធ្វើឲ្យយើងនេះខ្វះគេវេទនាណាដោយសារការសំបំណុលនេះខ្ញុំនឹងកូនរបស់ខ្ញុំមិនដែលមានថ្ងៃណាល្អទេបងជាបងប្អូនមកកាត់ឆាំងឈៀនពួកបងមិនធ្លាប់ជួបខ្ញុំតិចទេប្រសិនបើថ្ងៃនេះដណ្ដើមយកផ្ទះនេះទៅខ្ញុំបានឯងនៅទៅឯងនិយាយស្រួលមុនតិចផ្ទះនេះជាឈ្មោះរបស់ឯងមែនទេការពិតវាជារបស់គ្រួសារលីជាផ្ទះរបស់ខ្ញុំនៅសៀវប៉ាពួកយើងដាច់ខាត់មិនអាចរួចចេញទេឯងទីក្រុងរបស់យើងមានករណីសង្ស័យគឺមានចោរផ្លន់ធនាគារដែលកាត់ឡើងនៅធនាគារវត្តជីងពីងបងខ្លាយបងមើលលឿនឡើងនោះសុំទោសករណីផ្លូវប៉ូលីសក្មេងនេះមើលទៅដូចជាធ្លាប់ជួបនៅកន្លែងណានេះជាសៀវប៉ាកូនរបស់នាងនឹងហើយម៉ោងនេះជាម៉ោងសិក្សាមិនគិតទៅសាលាអីទេរត់ទៅធនាគារធ្វើជាចោរប្លន់នេះឆ្លងការប្រឹងប្រែងរបស់ខ្ញុំទីបំផុតថតបានហើយឆាប់ដំបងបំផុតឆាប់ចូលមកឲ្យខ្ញុំមកអូនស្រីនេះជាអ្វីដែលឯងមានមោទនភាពចំពោះកូនឯងហ៎សៀវប៉ានោះសៀវប៉ាជួបបញ្ហាហើយសៀវប៉ានេះបង្កើតនេះហំបង្កើតហំកូនកដុលមួយនេះជាកាយរុនព្រៀបដូចជាចរិតឪពុកគេអញ្ចឹងតោះទៅមើលការសម្ដែងល្អអាយ៉ាមិនតែមានរឿងបានកើតឡើងហ៎មែនហើយអាយ៉ាខ្ញុំមើលតែក្មេងម្នាក់នោះមិនសមជាចោរប្លន់ទេមិនសមជួយតែក្មេងអញ្ចឹងទេណាសៀវប៉ាគ្រប់ផ្នែកទាំងអស់ពួកយើងឥឡូវនេះគឺនៅក្នុងធនាគារនេះហើយក្នុងនេះក្រៅពីក្មេងតូចម្នាក់គឺអត់មានជនសង្ស័យណាគួរសង្ស័យទេទាំងអស់នេះសុទ្ធតែជាការយកច្រឡំទេទាំងអស់គ្នាគឺមកពីក្រុមការងាររបស់ពួកខ្ញុំធ្វើឲ្យមានការឆ្កប់ឆ្គងខ្ញុំឆែកមើលឲ្យក្នុងការនេះមានតែត្រឹម$20000ទេគឺក្រុមការងារខ្ញុំមើលច្រឡំទេនេះគឺល្អហើយពួកខ្ញុំទៅវិញបន្តិចទៀតអ្នកប្រមាណអ្នកទៅជាមួយខ្ញុំដើម្បីធ្វើរបាយការណ៍ល្អតែយើងទាំងអស់គ្នាបំបាយគ្នាចុះថ្ងៃនេះគឺផ្នែកទាំងអស់ត្រូវបានបាត់ជាបណ្ដោះអាសន្នសិនហើយពួកយើងខ្ញុំក៏សូមអធិស្ឋានផងតែនៅនេះទៅប៉ូលីសហ៎មិនមែនទេអ្នកគ្រប់គ្រងគឺថាក្នុងការរបស់គេពិតជាមានលុយ2000 លានមែនខ្ញុំមិនត្រូវបានមនុស្សចេញហើយពួកយើងមិនត្រូវការមនុស្សភួយជាឆ្លាតដូចជានេះទេខ្ញុំចេញទៅក្មេងតូចកាតនេះគឺឯងជាអ្នករើសបានតើមែនទេកាតនេះគឺជាការរបស់ខ្ញុំការពិតនៅទីនេះតាទ្រព្យសម្បត្តិជាតិមុនទាំងអស់របស់ខ្ញុំមើលចោលនៅទីនេះរបស់ឯងទៅអាយុប្រហែលឆ្នាំហ្នឹងមានលុយសពដល់2000 លានហីមិនវិញលោកចង់និយាយយ៉ាងម៉េចការរបស់ឯងត្រូវបានធ្វើការបង្ហាក់ហើយយោងតាមច្បាប់ខ្ញុំត្រូវតែរកមនុស្សដើម្បីមកបញ្ជាក់យកកាត់មកខ្ញុំវិញមកការរបស់ឯងត្រូវបានធ្វើការបង្ហាក់ហើយយោងតាមច្បាប់ខ្ញុំត្រូវតែរកមនុស្សដើម្បីមកបញ្ជាក់បើលោកចង់យកកាត់នេះទុកជាឯកជនប្រយ័ត្នមានបាបដល់ខ្លួនឯងទៅចាំបាច់ណែតែនេះគេត្រូវបានដំណើរការហើយកូនខ្ញុំនៅក្នុងនោះសៀវប៉ាខ្ញុំសូមវល់លោកឲ្យខ្ញុំចូលទៅក្នុងនោះទៅកូនរបស់ខ្ញុំនៅក្នុងនោះណា
មកខាត់ការងារពួកយើងឆាប់ចេញទៅវិញទៅស្ដាប់សំណួរបានទេអាយ៉ាប្តីរត់ចោលព្រោះតែជាពាក់បំណុលគេឯកូនគេឆ្លាមមកប្លន់ធនាគារគ្រួសារមួយនេះពិតជាចាក់មែនហើយខ្ញុំថតទុកសិនដើម្បីឲ្យមនុស្សគ្រប់គ្នាបានឃើញតែឡាប់ឆ្ងាយហើយមិនមានសកម្មភាពអីសោះតិចក្មេងម្នាក់នឹងទៅគេចាប់យកជាចំណាក់ខ្លាំងហើយចឹងណូគ្រួសារគេមានរឿងទៅជាការល្អហើយស្ទើរនោះលើខ្លាចជារបស់យើងតែប្រពន្ធសម្លាញ់ញ៉ាយើងបែបនេះគ្មានតែអូនទេតែចិត្តគិតគូរណាមិនតូចហើយចាំមកគម្រាមយើងផងអីហើយស្គាល់យើងជាអ្នកណាដែរទេខ្ញុំចង់ប្រមានលោកធ្វើជាមនុស្សកំលុបលុតខ្លាំងពេកអីកូនរបស់ខ្ញុំនៅក្នុងនោះនេះសម្លេងរបស់ម៉ាក់ខ្ញុំតាបើគ្រាភ្លាមសោលុយមកតាមបើគ្រាខ្ញុំប្រាប់ឲ្យបើគ្រាហើយហ៊ានលាក់ខ្លួនផងហើយឆាប់សោលុយជាភ្លាមមកឆាប់ឈិនគេជាចំពាក់លោកទៅរកគេទៅគេជាប្តីរបស់អើយបើឯងមិនសងតែណាគឺជាអ្នកសងទៅឬមួយក៏គាត់ធ្វើបាបម៉ាក់ខ្ញុំអីលេងអើយកំធ្វើបាបគាត់របស់ខ្ញុំសងចំនួនគាត់ដើម្បីខ្ញុំហោឆេជូត្រូវទទួលរងបន្ទុកបំណត់ដ៏ធំចាប់ដាំធ្វើការម្ដង3កន្លែងជារៀងរាល់ថ្ងៃជីវិតដ៏លំបាកមនុស្សស្រីម្នាក់នេះពិតជាអស្ចារ្យណាស់ខ្ញុំត្រូវតែយកអ្វីៗគ្រប់យ៉ាងដែលជារបស់ខ្ញុំមកវិញដើម្បីឲ្យហោឆេជូខ្លាចជាគ្រួសារមួយដែលមានសម្បត្តិបញ្ចេះអស់មិនមានអ្នកណាហ៊ានមើលងាយទៀតឲ្យគាត់ចោលអញ្ចឹងអស់ខ្ញុំត្រូវតែការពារអ្នកម៉ែខ្ញុំឆាប់ឲ្យកាត់ខ្ញុំមកវិញមកមិនចឹងទេខ្ញុំស្អីហៅគេហើយម៉ែខ្ញុំនៅទីនេះឲ្យចាប់បាត់មាត់ភ្លាមឲ្យទៅស្ដាប់តាមយើងបើមិនចេះទេវិជានេះកុំស្គិតថាបាត់ទុកអើយអ្នកម៉ែសៀប៉ាម៉ែទៅហើយសៀប៉ាសូមบอกលោកឲ្យខ្ញុំចិត្តទៅក្នុងតែគាត់ខ្ញុំនៅក្នុងហ្នឹងសៀប៉ាលើទាំងអស់ក្នុងធនាគារពិភពលោកចាប់ផ្ដើមមានចលាចលហើយត្រូវមានក្រុមហ៊ុនជូប៉ាវតាមដានយ៉ាងយកចិត្តទុកដាក់អ្វីដែលយើងរងចាំបានដល់ហើយទីបំផុតការផ្លាស់ប្ដូរហេតុវត្ថុកើតឡើងហើយលោកប្រធានប៉ាត្រឡប់មកវិញហើយអ្នកទាំងអស់គ្នាស្ដាប់បញ្ជាជាការឡើងនៅធនាគារ Watcher 2មានសកម្មភាពរបស់គណៈនៃ2000លានតាមខ្ញុំភ្លាមលោកគឺជាអ្នកជួយសង្គ្រោះខ្ញុំពេលខ្ញុំជួបគ្រោះថ្នាក់បងរៀនខ្ញុំនៅអ្វីគ្រប់យ៉ាងដែលដល់ចំណុចនេះប្រហែលឆ្នាំមុននេះការចំណាយរបស់យើងទ្រព្យសម្បត្តិរាប់ពាន់លានលើពិភពលោកការពង្រីកនិងស្វែងយល់ឥឡូវទីបំផុតបានដំណឹងហើយអ្នកគ្រប់គ្រងហិរញ្ញវត្ថុសកលលោកជាអ្នកដែលមានជាគេបំផុតលើលោកមានចិត្តសប្បុរសសង្គ្រោះប្រជាជនគាត់បាត់ខ្លួនជា10ឆ្នាំឥឡូវពិភពលោកគាត់សរសើរលើស្នាដៃរបស់លោកខ្ញុំតែប្រាថ្នាថាលោកនឹងត្រឡប់មកវិញថ្ងៃនេះលោកមកហើយថ្ងៃនេះខ្ញុំត្រូវទៅជួបលោកដោយផ្ទាល់ឲ្យតែលោកត្រឡប់មកវិញនឹងមានការរង្គោះរង្គើម្ដងទៀតនៃពិភពលោកទាំងមូលអរគ្នាស្ដាប់ខ្ញុំទៅស្វាគមន៍ប្រធានប៉ងតបទៅនេះបើយោងតាមព័ត៌មានចុងក្រោយមានសញ្ញាមួយកើតមានដែលមានអត្តសញ្ញាណ100,000លានរបស់ម៉ាស្តេពិភពលោកប្រធានប៉ងបានបង្ហាញខ្លួនឡើងវិញម្ដងនេះគាត់ប្រើប្រាស់កម្លាំងផ្ទាល់ខ្លួនរបស់គាត់ដែលមានឥទ្ធិពលលើសកលលោកដែលគេសរសើរគ្រប់គ្នារាប់មិនអស់គាត់ត្រូវបានគេស្គាល់ថាបេតាហិរញ្ញវត្ថុដែលជាសប្បុរសនៃពិភពលោកធ្វើឲ្យកក្កពិភពលោកនៃការវិលត្រឡប់មកវិញរបស់លោកប្រធានប៉ងទាំងអស់គ្នាតាមខ្ញុំទៅស្វាគមន៍លោកប្រធានប៉ងមិត្តរូបក្រុមទាំងអស់ស្ដាប់បញ្ជាចូលបញ្ជាទៅស្វាគមន៍បងធំត្រឡប់មកវិញជាមួយខ្ញុំទទួលបញ្ជាប្រធានប៉ាខាតជួបគ្នាយូរហើយលោកបានបង្កើតនាវាមួយជួយខ្ញុំដឹកនាំក្រុមស្មារតីធ្វើឲ្យប្រទេសមានភាពស្ងប់ស្ងាត់និងបំណងគ្រប់គ្រងពិភពលោកបានលះបង់ឱកាសខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រការតាំងចិត្តនិងបច្ចេកទេសទំនើបធ្វើឲ្យបរទេសលែងហ៊ានមើលងាយវីរៈបរិសអមតៈដែលបានបង្កើតរឿងនៅក្នុងភ្លើងសង្គ្រាមដ៏អស្ចារ្យនៅក្នុងប្រទេសឈានទៅដល់បច្ចេកវិទ្យាកំពូលនេះហើយគឺជាគោលដៅរបស់ខ្ញុំហើយថាម៉េចឆាប់ទៅធនាគារមួយជាពីបន្ទាត់លោកធានពួកគេខ្ពងរកចាំលោកហើយឆាប់ទៅឲ្យលឿនឡើងបាទសៀប៉ាខ្ញុំសូមบอกពលលោកខ្ញុំចូលទៅក្នុងតែខ្ញុំសូមបងសៀប៉ាបងស្រីឯងសន្សំកម្លាំងទុកទៅធនាគារជិតបាត់ទ្វារហើយមិននៅទៅប៉ុណ្ណឹងសោះចេះធ្វើចោលប្លន់ទៅហើយយើងសង្ស័យថាប្រហែលជាត្រូវគេស្ដាប់ចោលហើយទីតឹងលោកក៏និយាយប្រដេះកូនខ្ញុំនៅរស់នៅឡើយគេនៅខាងក្នុងទេខ្ញុំចង់ឲ្យឡតទៅសៀប៉ាអ្នកម៉ែសុំទោសកូនគឺម៉ែមិនល្អមកជាពេលហើយកូនមិនអីទេមែនទេមានត្រូវរបួសកន្លែងណាទេកូនមានត្រូវរបួសទេអ្នកម៉ែគឺគេជាអ្នកធ្វើបាបខ្ញុំអ្នកគឺជាលោកធ្វើឲ្យខ្លាចតាកូនរបស់ខ្ញុំមិនម្នាក់នេះយកកាតលេងហ្គេមមកដកលុយពួកយើងបានតាំងពលិឲ្យមកចាប់ក្មេងនេះទុកថាល្អហើយទៅគាត់និយាយកុហកគាត់បានលុយយកកាតរបស់ខ្ញុំហើយចង់ចាប់ខ្ញុំឃុំខាំងទុកទៀតថាប៉ុណ្ណឹងហើយសូមតែកូនក្មេងក៏មិនលើកលែងសងកាត់មកវិញមកហើយយោជនក្រីក្រសប្តាហ៍ថ្ងៃនេះមិនក៏ហ៊ានខ្លាំងម្លេះណត្រូវលោកពួកគេកំពុងដោះស្រាយការខ្ចីប្រាក់គឺមិនមែនប្រើកប្បិយាបែបនេះនោះទេមើលទៅពួកគេជាអ្នកមើលងាយមើលថោកលើសាច់ញាតិខ្លួនឯងហើយអ្នកក្រីក្រមកខ្ចីប្រាក់ត្រូវហើយក្មេងកំហុយឯនេះខ្ញុំបាននិយាយហើយការធនាគារមួយនេះមិនជារបស់ឯងនោះទេ
สอนสุกหับมาจากพวกเก็บเพียบ អាឡូសតប្រហែលនាទីទៀតទៅដល់ធនាគារវិជា2រកខេប្រធានប៉ាហើយនៅរកមិនឃើញប្រធានប៉ាត្រូវតែលងចាំខ្ញុំសិនអេចាប់ខ្ញុំធ្វើអីខ្ញុំមិនស្គាល់ថាពួកគេជាអ្នកណាផងពួកលោកគិតឲ្យច្បាស់លាស់ឡើងវិញប្រសិនបើលោកហ៊ានប៉ះពាល់ម៉ែខ្ញុំពួកលោកនឹងមិនមានផលល្អទេ តើអាហ៊ានគម្រាមយើងផងអីអើយខ្ញុំចង់រុញនាងអាក្មេងតូចឯងនេះអាចធ្វើអ្វីខ្ញុំបានទៅអើយ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 កូនប្រុសរបស់នាងនិយាយកុហកមានកំណត់ចង់លួចរឿងនេះនាងមិនដឹងទេកូនប្រុសរបស់ខ្លួនឯងគ្រប់គ្រងមិនបានអស់ផងហើយនៅហ៊ានរត់មកបង្ករឿងថែមទៀត នោះគឺជាការរបស់ខ្ញុំទេ ឯងនៅហ៊ាននិយាយទៀតទេក្នុងកាត់នេះមានលុយ 2000 លានពីណាមក 2000 លានណែ មើលទៅម៉ែកូនអាចតែ2នាក់នេះក្រីក្របែបនេះតែដកលុយ 20000 ក៏មានផងមើលទៅ សៀវប៉ាគាត់បានធ្វើអីខុសមែនទេម៉ែធ្លាប់បានបង្រៀនឯងទេពួកយើងក្រមែនប៉ុន្តែពួកយើងមិនអាចនិយាយកុហកទេពួកយើងមិនអាចទៅលួចប្លន់គេទេពួកយើងកាន់តែមិនអាចយកថែមទៀតប្រឡាក់អស់ហើយស្អាតហើយសៀវប៉ាគាត់ត្រូវចាំមនុស្សអាចក្របបានតែអាចមិនក្របចិត្តនឹងក្រមហេតុតាបានទេជាប់ព្រមជាមួយម៉ែថ្ងៃក្រោយត្រូវធ្វើជាមនុស្សដែលសង្គមត្រូវការខិតខំរៀនសូត្រឲ្យល្អបាទពួកដែរសន្យាកូនឆ្លាតម៉ែក៏មិនបានកុហកទេម៉ែជឿកូនទៅកូននឹងដាក់ទោសម្នាក់នេះថ្ងៃស្អែកនឹងឲ្យលោកម្នាក់នេះមើលមិនឃើញពេលពន្លឺថ្ងៃលោកបងក៏របស់ខ្ញុំមិននិយាយកុហកទេក្នុងហេតុការណ៍នេះអាចនឹងមានការយល់ច្រឡំអ្វីហើយចាប់គេទៅបំណុលគេច្រើនណាស់នៅហ៊ានមកធនាគារដកលុយទៀតចាប់គេទៅ ចាប់ពួកគេពីនេះចេញទៅតែពួកទាំងអាច ពួកលោកចាប់ធ្វើអីលេខដៃមានអ្នកណាអាចធ្វើបាបម៉ែរបស់ខ្ញុំបានទេ ពីអ្នកម៉ែកូនពួកគេនេះទៅអើយតែពួកសម្រាប់ទៅ អើយណែអើ ទីនេះហើយមកដល់ហើយលោកប្រធមខ្ញុំមកដល់ហើយអ្នករបស់ពួកឯងខ្វះហើយមិនឃើញធនាគារបាត់ទ្វារទេហ៎ណែលោកគឺជាលោកប្រធានក្រុមហ៊ុនលួយតើខ្ញុំមើលតែភ្នែករបស់ឯងមិនទាន់ខ្វះនៅឡើយទេគឺខ្ញុំមានភ្នែកមិនស្គាល់ភ្នំថៃសានសូមបញ្ចេញតាមសម្រួលចុះ ប្រកាសណាឲ្យតែខ្ញុំធ្វើចលនាតែបន្តិចវានឹងជូនដំណឹងទៅទីក្រុងពេញហើយទាំងមូលសូម្បីតែនៅជុំវិញពិភពលោកមនុស្សទី1គឺបានមកហើយ ថ្ងៃនេះធនាគាររបស់ពួកឯងរកអ្នកដកលុយឥឡូវគាត់ទៅណាហើយនៃរបស់លោកនោះគឺថ្ងៃនេះអ្នកមកដកលុយធនាគារគឺមិនតិចនោះទេហើយពិតជាស្ដាប់បញ្យលនៃមិនឬក៏ឯងធ្វើពើទេតិចលោកគឺជាក្មេងតូចម្នាក់នេះទៅបើតាមដឹងគាត់នៅធនាគារវួយជើពេកលោកប្រធមចេញមកលោកប្រធម ខ្ញុំជាមនុស្សម្នាក់ដែលលោកកំពុងរកនឹងហើយ អី យកមកណាខ្ញុំបានដាក់ទឿនលោករួចហើយពីផលលំបាកដែលលោកធ្វើបាបខ្ញុំលោកមិនមានលទ្ធផលល្អទេនិយាយមកលោកនៅទីនេះធ្វើស្អីដែរ ខ្ញុំមកទីនេះគឺដើម្បីជួបនឹងអ្នកប្រធមគ្រាន់តែគាត់ក្បាលអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូលជួបវិបត្តិហើយគាត់គឺជាមនុស្សមាត់ព្រះហើយតែស័ក្តិសិទ្ធិណាស់អាក្មេងតូចគឺព្រឹត្តិការណ៍មួយនេះឯងចង់បញ្ឆោតយើងអីយើងវាត្រូវឯងបញ្ឆោតបានហើយ សៀប៉ាវអេថាតែទាំងអស់គ្នាខ្ញុំអាចបញ្ជាក់បានអាក្មេងតូចនេះណាតាមពិតទៅវាគ្មានលុយតតែសោះប៉ុន្តែហើយនៅតែជាពាក់បំណុលគេទៀត សរតសុខថាចាប់ក្មេងម្នាក់នេះបោះចេញទៅក្រៅទៅហ៊ានយកឈ្មោះរបស់បងធំមកប្រើប្រាស់ហងឯងហ៊ានមិនគ្រប់ដល់មហាសេដ្ឋីហិរញ្ញវត្ថុថ្ងៃនេះខ្ញុំនឹងជំនួសគាត់ដើម្បីបដៅឯងចេញមកនោះលោកមិនអាចលើកលែងក្មេងម្នាក់នេះបានទេ ត្រូវហើយក្មេងតូចនេះគ្រាន់តែជារកែមួយក្បាលក្នុងសង្គមទេលោកបងធំពួកជាដឹងខុសហើយសុំទោសផងសុំទោស នេះជាអរិយាប័ត្រសំទោសរបស់នាងហើយ ខ្ញុំលើកទាំងសុំទោសលោកសុំលោកលើកលែងខ្ញុំផងអ្នកម៉ែនៅទីនេះមិនមានអ្នកណាគួរឲ្យទទួលការគោរពពីម៉ែទេពិភពលោកនេះគ្មានអ្នកណាអាចទទួលបានទេរួមទាំងខ្ញុំលោកមានមនុស្សដូចលោកបានគេកោតសរសើរខ្ញុំពិតជាអាម៉ាមកពេញមួយជីវិតហើយ នេះសុខពេកសេចក្តីស្លាប់ចិត្តមកដល់ក៏ឯងនឹងមកដឹង សៀប៉ាជប់និយាយតា អាក្មេងកំហុសឥឡូវនេះខ្ញុំណែនាំឯងប្រញាប់យកកាតរបស់អធិរាជចេញមកព្រាមមកបើមិនចឹងទេខ្ញុំនឹងឲ្យមនុស្សរបស់ខ្ញុំចាត់ការ សៀប៉ាកាត់នឹងកូនយកមកពីណាមកគូឈៀងជូទីបំផុតឯងខ្លាចហើយពេលដែលបាត់ក្មេងនេះទៅផ្ទះនេះនឹងខ្លាចជារបស់ខ្ញុំហើយអ្នកមីងគ្រួសាររបស់អ្នកមីងគឺវាចិត្តដួលរលំទៅហើយអាក្មេងទាំងនេះមិនស្គាល់តូចធំ អត់មាត់ទៅលោកគឺជាភ្ញៀវ VIP របស់ធនាគារខ្ញុំរឿងនេះលោកដោះស្រាយទៅ វាឆាត់ល្ងងខ្លាំង ខ្ញុំបានត្រៀមរួចស្រេចហើយតែដូចជួបពុកគ្នា4មុខរបស់នីមួយៗគឺសុទ្ធតែមានតម្លៃបំផុតនៅស្គាល់លោកឬជឿជាក់ថាបងធំវិញចិត្តជាមិនខាននោះទេហើយចិត្តសាច់មកឲ្យយើងផងតែពិតមែនទេ តាមខ្ញុំមើលលោកមិនសាកសមនឹងជួបគាត់ទេសៀប៉ា សតទេសុខតាប់ដេញម៉ែកូនពីរនាក់ចេញទៅក្រៅទៀតទៅ បងឆ្លៃបងចាប់ស្វ័យហ្នឹងខ្ញុំចាប់នាងហើយពួកលោកមកលឿនមកចាប់នាងហើយទាំងអស់គ្នានឹងស្ដាយច្រើន បងគ្នានៅស្ងៀមទៅ ឆាប់ឈប់ភ្លាម តើនេះជាណោះ សូមគោរពលោកម្ចាស់សូមបង្ហាញខ្លួនមកលោកប្រធានប៉ាវ សូមបង្ហាញខ្លួនលោកប្រធានប៉ាវ
សូមបង្ហាញខ្លួនលោកប្រធានប៉ា សូមបង្ហាញខ្លួនលោកប្រធានប៉ាវតើនេះគឺជាប្រធានក្រុមហ៊ុនទីងប៉ាវលោកស្រីឈីមេងវុយហ៎ក្រុមហ៊ុនទីងប៉ាវនេះគឺធំណាស់និមិត្តរូបនៃអំណាចហើយ ខ្សែភ្នែកមួយនេះក្មេងតូចនេះតែគេកំពុងគិតអីណោះ ប្រធានឈិនពួកយើងបានឆៃរកមើលអស់ហើយរកអត់ឃើញអ្វីទេ មិនអាចទេចាប់រកបន្តទៀតរកឲ្យសក់កន្លែងទៅ ឬមួយកាត់គឺជារបស់ប្រធានប៉ាវមើល ប្រធានប៉ាវតែលោកឥឡូវនេះលោកនៅណាទៅ អ្នកស្រីឈិនល្បីឈ្មោះយូរហើយដែលយល់ច្រឡំគឺជាលោកគ្រូលូមកពីគ្រួសារលូទើបតែទទួលបានដំណឹងដល់ល្បីឈ្មោះរបស់ប្រធានប៉ាវសំសួរបន្តិចតើរឿងនោះយ៉ាងម៉េចទៅវិញទៅ សម្ដីអត់ប្រយោជន៍ប្រធានប៉ាវគ្រប់គ្រងពិភពលោកទាំងមូល36ឧស្សាហកម្មនៃញើសឈាមគាត់រួមទាំងហិរញ្ញវត្ថុអចលនៈទ្រព្យការដឹកជញ្ជូននិងឧស្សាហកម្មផ្សេងៗទៀតមានតែគាត់ទេនិយាយមកណាគឺម៉ាត់នឹងគឺអាចយកក្រុងទាំងមូលបានជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិក៏ច្រើនលើសគេបំផុត មនុស្សស្មានសោះតារាប់ណាមានសកម្មភាពតែបន្តិចគឺដូចជាបញ្ជាទៅដល់សកលលោកធ្វើឲ្យអ្វីៗទាំងអស់មានការបង្ហាញខ្លួនលៀបដូចជាការចូលសមរ ទ្រព្យដ៏ច្រើនជាងគេលើលោកមនុស្សនេះមានលុយច្រើនហើយ អាយ៉ាវិវហើយការរបស់អធិរាជកម្ពុជាត្រូវបានពេលនេះលួចមកអ្នកស្រីឈិនខ្ញុំគឺជាអ្នកគ្រប់គ្រងធនាគារមួយពេញហើយរឿងនេះគឺដោយសារតែក្មេងតូចម្នាក់នេះជាអ្នកបន្លំខ្លួនធ្វើជាប្រធានអាចតែប៉ុណ្ណោះគឺក្មេងតូចម្នាក់នេះគេបន្លំខ្លួនធ្វើជាប្រធានប៉ាវ ខ្ញុំមិនមែនពេលលេងសើចជាមួយនឹងលោកទេ អូខ្ញុំអត់បានចេះខកទេ មិនខុសទេខ្ញុំធានាបានគាត់និយាយសុទ្ធតែជាពាក្យពិតទាំងអស់ហ្នឹង អ្នកស្រីឈិនមិនគឺក្មេងតូចម្នាក់នេះហើយយកបានការអធិរាជកម្ពុជាធ្វើឲ្យពួកយើងស្ទើរតែចាញ់បោកគេ មានតែកាត់មួយគត់លើពិភពលោករបស់អធិរាជកម្ពុជាមានតែក្នុងដៃរបស់ប្រធានប៉ាវទេខ្លាចតែជាអ្នកកម្ពុជាបន្ទាប់លើពិភពលោកនេះមិនក្មេងតូចមានគេនិយាយមិនខុសទេខ្ញុំជាមនុស្សដែលនេះកំពុងរកនឹងហើយឯងត្រូវហើយសើមិញបងស្រីស្អាតក្មេងនេះពិតជាមានចិត្តក្លាហានមែនហើយនៅហ៊ានលេងសើចជាមួយខ្ញុំទៀត ហើយហ៊ានអូទីអ្នកស្រីឈិនផងអាក្មេងតូចឯងបានចេះចប់ហើយ រងចាំស្នូកំភ្លើងបន្លឺឡើងផ្ទះរបស់គ្រួសារឯងនឹងខ្លាយទៅជារបស់ខ្ញុំជាមិនខានហេតុអីឯងស្គាល់ឈ្មោះនេះ បើតាមខ្ញុំថ្ងៃក្រោយនេះមានឈ្មោះថាសៀមមើលហើយក៏មិនចាំបាច់លំបាកទៀតដែរ 是谁偷偷种上我的心？不能分辨黑夜或天明，是谁偷偷口口。 ប្រធានប៉ាវចាប់ពីលោកបាត់ខ្លួនមកមិនធ្លាប់មានអ្នកណាហៅខ្ញុំថាសើមិញទេចាំនិយាយមកតើឯងជាអ្នកណាឲ្យប្រកាសឯងជាអ្នកណាឲ្យប្រកាសខ្ញុំជាមនុស្សដែលនេះកំពុងរកនឹងហើយអាក្មេងតូចឯងដឹងឬអត់ថាតួនៃការខ្លាចបន្លំជាប្រធានប៉ាវដឹកថាប៉ះពាល់ខ្លាំងប៉ុណ្ណាទេតែចង់ចាប់ខ្ញុំមែនទេ អ្នកស្វឹងហើយ មានអ្នកប្រើប្រាស់ឈ្មោះរបស់លោកដាក់បោកប្រាស់អ្នកដទៃលោកមិនខ្វាយខ្វល់អីបន្តិចទេ ខ្ញុំនិយាយខ្ញុំស្ដាប់បន្តិចមកថាត្រូវធ្វើយ៉ាងម៉េច ត្រូវចាប់ពួកវាមកទាំងអស់នឹងណា ត្រូវតែចាប់ដូចបែបនេះតាមមែនទេ 夜风中自弹自唱。 ក្មេងនេះនិងប្រធានប៉ាវត្រូវជាស្អីនឹងគ្នាតែមិនតែរឿងចឹងក៏ដឹងដែរក្មេងតូចគេលោកប្រធានប៉ាវឲ្យអញមកមែនទេ នៅនឹងឈិនមិនក៏មុខក្រហមអញ្ចឹងមិនមែនមកពីខាងពេកទេដឹងអី មិនបាច់ជាកាត់មួយនេះនៅក្នុងដៃរបស់ឯង នៅនឹងឈិនការនេះគឺមិនមែនរបស់ក្មេងនេះនោះទេណា មិនខុសទេខ្ញុំគឺជាមីងរបស់ក្មេងនេះម៉ែកូនពីរនាក់នេះឃ្លានសម្បីតែបាយក៏ញ៉ាំមិនឆ្អែតផងក៏ចាញ់បោកពួកគេឲ្យសោះពួកខ្ញុំឲ្យកាត់តែនាងវិញអ្នកអាចដោះលែងពួកខ្ញុំបានទេ នៅនឹងឈិនគួរតែមករៀនមេរៀនដល់ក្មេងនេះខ្លះទៅបង បាត់មាត់ភ្លៀងក្មេងនេះជាមនុស្សបែបណាពួកឯងលូបមាត់ធ្វើអី លោកប្រធានប៉ាវ10ឆ្នាំមកហើយលោកមិនដែលបង្ហាញខ្លួនសោះហើយលោកម្ចាស់ជាងជើញមកដល់លោកប្រធានប៉ាវ10ឆ្នាំមកហើយលោកមិនដែលបង្ហាញខ្លួនសោះហើយ លោកម្ចាស់ចាំង ស្លាប់ជាម្ចាស់ហើយតើមកពីណាទៀតហើយចេះ លោកពិតជាមកដល់លឿនមែន លោកម្ចាស់ជាងខ្ញុំគឺសៀវលូមកពីគ្រួសារលូនៅនឹងឈិននោះនៅប្រធានប៉ាវ លោកម្ចាស់ចាំងលោករកប្រធានប៉ាវមានការអី លោកប្រធានត្រឡប់មកវិញខ្ញុំត្រូវតែមកជួបគាត់ឲ្យផ្ទាល់អញ្ចឹងហើយទើបបាន ពេលវេលារបស់ខ្ញុំមានមិនច្រើនទេយូរតែបន្តិចទៀតអ្នកធំនៅក្នុងសកលលោកសុទ្ធតែមកព្រោះតែស្វាគមន៍ការត្រឡប់មកវិញរបស់លោកប្រធានប៉ាវទាំងអស់គ្នានៅក្នុងក្រុមនេះក៏នឹងមានដែរហើយនឹងមកក៏មានភាពចលាចលខ្ញុំត្រូវរកប្រធានប៉ាវឲ្យឃើញ នៅនេះឈិននៅនេះមិនទាន់ប្រាប់ខ្ញុំទេតើលោកប្រធានប៉ាវនៅឯណាទៅ សៀវប៉ាវ
ក៏រកឃើញកាតនីគេនៅកន្លែងណាសម្បត្តិលោកម្ចាស់ជាងក៏មកដែរអ្នកម៉ែចាំងបាយឈួនពិតជាគ្មានអីទេតែទៀតនឹងមានពូបកាយជាងនឹងមកទៀតអ្នកម៉ែខ្ញុំត្រូវការពីអ្នកម៉ែត្រូវឲ្យអ្នកម៉ែខ្លាចជាអ្នកមានជាគេបំផុតលើលោកនេះចាំមើលទៅ តាមមកកូនពីណានេះមិនក៏នៅទីនេះពួកគេមានតំណែងឲ្យជាមួយលោកប្រធានប៉ាល់ គឺមានការសង្ស័យពីក្មេងតូចនេះអ្នកម៉ែចាំកូនបន្តិចណាសៀវជាងខានជួបគ្នាយូរហើយ ហើយខ្ញុំធ្វើមិន សៀវជាងនឹងហើយការដែលមានតែមួយគ្មានពីរលើលោកគឺជារបស់ប្រធានប៉ាវគឺនៅក្នុងដៃក្មេងនេះ នឹងនិយាយថាមិនលើក្នុងការរបស់ប្រធានប៉ាល់គឺ 2000 លានរបស់សំខាន់បែបនេះមិនបានជានៅក្នុងដៃក្មេងម្នាក់នេះទៅវិញហ៎ សមត្ថភាពដែលធ្វើឲ្យខាងពិភពលោកវាប្រែប្រួលបានហ្នឹងណា ពេលវេលាមិនល្អប៉ុន្តែសេះក៏មករតនាចោលយើងដែរតើ AG ធ្វើបានអ្វីទេនេះគឺជាជំនាញរបស់កាយសៀអញ្ចឹង បានលេខកំណាប់ដូចបានជប់លោកម្ចាស់លុតចង្គង់ចោលឲ្យលឿន សូមស្វាគមន៍លោកម្ចាស់ បានលេខកំណាប់ដូចបានជប់លោកម្ចាស់លោកប្រធានប៉ាវពិតជាមកវិញមែន ក្មេងនេះមកពីណាមិនក៏ក្មេងនេះដឹងពីតំណែងផ្សេងៗរបស់លោកប្រធានប៉ាល់ តាំងពីដើមមកលោកប្រធានប៉ាវមិនដែលបង្ហាញអ្វីជាព័ត៌មានខ្លួនឯងទេក្មេងម្នាក់នេះដឹងគ្រប់យ៉ាងអំពីលោកប្រធានប៉ាវមិនងាយស្រួលទេតែក៏អាចជាអ្នកស្នើបន្តពីលោកប្រធានប៉ាវដែរ ក្មេងនេះគឺជាអ្នកស្នើបន្តពីប្រធានប៉ាល់ពិតជាមិននឹកស្មានថាគេហ៊ាននៅហៅឈ្មោះរបស់ខ្ញុំជាប់ថែមទៀតចេះហេហើយមិនគ្មានការខឹងសម្បាបើមិនចឹងទេខ្ញុំអត់បោះតំណែងជាលោកម្ចាស់ជាមិនខានទេតើមានសេចក្ដីឡើងទៅមិនក៏អ្នកធំគេសិតតែលុតជង្គង់ដាក់ក្មេងតូចបែបនេះណូក្មេងនេះគឺពិតជាមិនមែនក្មេងធម្មតាទេ អូជិញជូនឹងក្មេងម្នាក់ធ្វើអីខ្លះទៅនេះទាំងអស់គ្នាងើបឡើងមកលោកម្ចាស់តូចតើលោកប្រធានប៉ាវនៅណាទៅអញ្ចឹងទៅអ្នកទាំងអស់គ្នាតាមខ្ញុំមកនឹងដឹងហើយឆាប់ឡើងមក นั่นนี่ล่ะមានន័យថាយ៉ាងម៉េចទេ នៅធ្វើអីទៀតការអធិរាជកម្ពុជានេះមិនត្រឹមតែដកលុយបានទេលើពីនេះក៏អាចដកទ្រព្យសម្បត្តិឯកជនខ្ញុំបានដូចគ្នាដែលនៅក្នុងនេះទាំងអស់ហ្នឹងក្មេងនេះដឹងថាលោកប្រធានប៉ាវមានសម្បត្តិឯកជនទៀតតោះទៅថ្ងៃនេះនាំអ្នកទាំងអស់គ្នាទៅមើលវត្ថុដែលមានតម្លៃបំផុតនៅលើពិភពលោកនេះ វត្ថុដែលមានតម្លៃបំផុតនៅលើពិភពលោក វត្ថុដែលមានតម្លៃបំផុតនៅលើពិភពលោក ទ្រព្យសម្បត្តិឯកជនរបស់លោកប្រធានប៉ាវខ្ញុំធ្លាប់ឮគាត់និយាយម្ដងមិនដឹងថានៅទីណាខ្លះទេ นั่นนี่ឈិនណែទ្រព្យសម្បត្តិតើដំណឹងនេះធ្លាប់ឮទេ ក្មេងតូចនេះក៏មិនធ្លាប់ជួបគេធ្វើយ៉ាងម៉េចដឹងឬមួយក៏គេគឺជាអ្នកស្នងតំណែងរបស់លោកប្រធានប៉ាវពិតមែនទ្រព្យសម្បត្តិឯកជននេះខ្ញុំស្ដាប់មិនខុសទេ លោកប្រធានប៉ាល់មិនថារ៉ៃមិនធូរនឹងគេឈ្មោះទេខ្ញុំមើលតែតាសញ្ញាណគាត់មានលើសពីអ្វីដែលគាត់និយាយលើសពី 2000 លានថែមទៀតផង ទ្រព្យសម្បត្តិឯកជនរបស់ខ្ញុំគឺនៅទីនេះហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលឲ្យឃើញម្ដងសៀប៉ាវកូនទីតាំងនៃឃ្លាំងទ្រព្យសម្បត្តិលោកប្រធានប៉ាវមិនដែលឲ្យគេដឹងឡើយ មិននឹកស្មានថាអធិរាជកម្ពុជាលេចចេញពីទីនេះតាមពិតនៅទីនេះគឺជាកន្លែងឃ្លាំងសម្បត្តិរបស់លោកប្រធានប៉ាល់សោះ ប្រសិនបើឃ្លាំងទ្រព្យសម្បត្តិលោកប្រធានប៉ាវនៅទីនេះពិតមែនប្រកាសជាមានការវឹកវរទូទាំងពិភពលោកហើយស្ថានភាពមិនអាចស្មានដល់ទេទោះយ៉ាងណាក៏ដោយខ្ញុំត្រូវរកប្រធានប៉ាវឲ្យគាត់តែឃើញសៀប៉ាវកូនជាអ្នកដែលម៉ែស្គាល់គឺសៀប៉ាវមែនទេណាម៉ែជឿជាក់លើកូនចុះណារឿងរ៉ាវដូចដែលបានរំលឹកទុកពិភពលោកទាំងមូលសុទ្ធតែរងចាំខ្ញុំអាប៉ាខ្ញុំត្រឡប់មកវិញហើយនៅកំពូលលើលោកម្ដងទៀត មិននិយាយខកទេអានេះឈិនលោកម្ចាស់ចាំងពួកយើងអាចកំណត់ទ្រព្យសម្បត្តិឯកជនទេអាក្មេងតូចម្នាក់នេះប្រកាសជាកំពុងតែបោកប្រាស់ជាមិនខានលោកត្រូវជឿជាក់ខ្ញុំណខ្ញុំគឺជាអ្នកគ្រប់គ្រងនៅធនាគារមួយជាពេញហើយអើយបាត់បត់ទៅ ណាគេគ្រាន់តែចង់បង្កបញ្ហាឲ្យទាំងអស់គ្នាតែប៉ុណ្ណោះទេលោកម្ចាស់តូចសូមជួយនាំផ្លូវពួកយើងទៅមើលឃ្លាំងទ្រព្យសម្បត្តិតិចទៅ អរគុណលោកម្ចាស់តូចអើយអ្នកទាំងអស់គ្នាបាយជឿលើក្មេងតូចនេះនិយាយហើយក៏មិនជឿសម្ដីខ្ញុំដែរមែនទេស ន្តិសុខឆាប់អូខេចេញទៅកាភ្លាមទៅ គឺខ្ញុំនិយាយសត្យការពិតឯងក៏ប៉ះពាល់ខ្ញុំមិនសោះ តើគូជីងជូនឹងក្មេងម្នាក់នេះប្រាប់វិទ្យាមន្តអីធ្វើឲ្យលោកសុទ្ធតែស្ដាប់សម្ដីក្មេងនេះ អានេះក៏ប៉ះខ្ញុំ រញ៉េរញ៉ៃណាស់ហ៊ានលោកដៃផងហ៎ អើយ ត្រង់ជាអ្នកគ្រប់គ្រងធនាគារក៏ហ៊ានលោកដៃក្នុងរឿងរបស់លោកប្រធានប៉ាវដែរ សូម្បីតែចវាយក្រុមក៏មិនដឹងពីអាត់កំបាំងនេះដែរគេជាបុគ្គលិកតូចតាចធ្វើមិនដឹងទៅ អ្នកម៉ែចាំកូនមកផ្លែតអស់លោកទាំងអស់គ្នាចេញមកតាមខ្ញុំមក ជាក់ស្ដែងគឺមានកន្លែងបែបនេះដែរ តាមពិតគ្រប់យ៉ាងសុទ្ធតែជាការពិតក្មេងនេះមិនបាននិយាយកុហកទេទំនាក់ទំនងក្មេងនេះនៅលោកប្រធានប៉ាវដោយអ្វីដែលខ្ញុំបានទីទុកពិតមែនអស់លោកទាំងអស់គ្នាសូមចេញមកតាមខ្ញុំមកចូលមកក្នុងមក
ពីភពខាងក្រៅគឺត្រូវបានកំណត់រួចហើយមហាសេដ្ឋីទី1លើពិភពលោកទ្រព្យសម្បត្តិលោកប្រធានប៉ាពោពេញទៅដោយធនធាននិងវត្ថុមានតម្លៃថ្ងៃនេះខ្ញុំឃើញដល់ផ្ទាល់ភ្នែកហើយអត់ចាំទេអើយខ្ញុំចាំខ្ញុំផងខ្ញុំតបានចូលនេះនេះបញ្ជីពីលោកម្ចាស់ទូចអ្នកណាក៏មិនអាចចូលបានដែរបាទខ្ញុំជាមីរបស់គេហេតុអីក៏ខ្ញុំចូលមិនបានចាំខ្ញុំចូលឲ្យលឿនទៅវិញខ្ញុំជាចង្វាយក៏គ្មានទីចូលទៅដែរក្មេងតូចនេះមិនខ្វល់ខ្វាយពីខ្ញុំសោះហើយឲ្យតែហ៊ានរញ៉េរញ៉ៃជាងរបស់ពួកឯងចូលក្នុងទន្លេជាមិនខត់ខ្ញុំមិនហ៊ានទេសូម្បីតែលោកចាំងក៏ការពារដែរអញ្ចឹងម៉ែកូនតាពីរអ្នកនេះនឹងខ្លាចជាអ្នកមានលើពិភពលោកហើយចាំមើលចោះនេះជាក្លៀនទ្រព្យសម្បត្តិរបស់លោកប្រធានប៉ាវក្មេងនេះមិនខកខ្ញុំទេមើលទៅសៀវមីងអ្នកពីមុនខ្លាចចង់ឃើញណាស់មែនទេសូម្បីរឿងរបស់លោកប្រធានប៉ាវក៏ប្រាប់ឯងដែរមើលនេះសម្បត្តិជាក្លៀនទ្រព្យដែលមានប្រអប់3សំខាន់ណាស់នេះគឺលោកប្រធានប៉ាធ្លាប់និយាយប្រាប់ពីមុនថាមាន3ប្រអប់សំខាន់មានគេនិយាយថាក្លៀនទ្រព្យសម្បត្តិលោកប្រធានប៉ាពោពេញទៅដោយមាសប្រាក់និងគ្រឿងអលង្ការមានគេទីថាក្លៀនទ្រព្យរបស់គេធំធេងជាងគេលើពិភពលោកមានសភាវុធគ្រាប់កំភ្លើងពិតជាក្លៀនទ្រព្យមានតម្លៃលោកប្រធានប៉ាពោពេញដោយវត្ថុមានតម្លៃច្រើនណាស់ឲ្យតែយកមកហាញចេញមកនឹងរង្វល់រកើពិភពលោកនេះគឺជាអាថ៌កំបាំងនៅលើពិភពលោកនៅក្នុងអាថ៌កំបាំងទាំង10លើលោកប្រធានប៉ាស្រាប់តែបង្ហាញខ្លួនឡើងចឹងក្មេងនេះជាអ្នកណាទៅនាងឈប់ទេទៅគឺខ្ញុំជាអ្នកជួយជីវិតនាងដែលនាងកំពុងរកអាថ៌កំបាំងរបស់ក្លៀនទ្រព្យសម្បត្តិលោកប្រធានប៉ាមិនគិតដឹងនាងសាកគិតទៅតែក្មេងនេះជាអ្នកណាទៅហេតុអីរឿងគ្រប់យ៉ាងរបស់លោកប្រធានប៉ាគេដឹងទាំងអស់អញ្ចឹងមកឲ្យអ្នកទាំងអស់គ្នាមើលរបស់ក្នុងប្រអប់ទី1ទៅចុះខ្ញុំអាចមើលបានដែរអ្នកម៉ែឆាប់មកមើលជាមួយគ្នាទៅសៀវប៉ាវម៉ាក់បានបង្រៀនកូនយ៉ាងម៉េចកុំប៉ះពាល់របស់អ្នកដទៃអ្នកម៉ែគឺបងស្រីម្នាក់នេះគាត់ចង់មើលតើលោកប្រធានប៉ាវតើក្មេងនេះអាចទុកចិត្តបានទេថ្ងៃនេះគួរតែបាត់ប្រអប់ណាមុនទៅណឬមកនេះហើយលោកម្ចាស់តូចប្រយ័ត្នថ្នមដៃតិចណាសៀវប៉ាវមិនបានជាសត្វតែឈាមអញ្ចឹងនិយាយពីគ្រួសារដែលមានក្នុងចំណោមគ្រួសារទាំង10សារលោហាត់សែជូស្ថិរភាពនៃគ្រួសារដែលមានទាំង10គ្រួសារឈិននៅខេត្តណានគ្រួសារចាងនៅភាគខាងលិចគ្រួសារថាងនៅស្រុកខាងជើងគ្រួសារសៀវនៅភាគខាងលិចគ្រួសារឈិនគ្រួសារចាន់គ្រួសារម៉ានគ្រួសារសឺម៉ាជូកើតូនមួកគ្រួសារទាំងអស់នេះទាំង10ដែលការតំណែងធំមានការប្រកួតប្រជែងនិងមានសិទ្ធិអំណាចពួកគេនឹងទទួលខុសត្រូវខាងឧស្សាហកម្មផ្សេងៗលើពិភពលោកសៀវប៉ានេះជារបស់ស្អីទៅនេះគឺជាសកម្មភាពគ្រួសារទាំង10លើពិភពលោកប្រសិនបើគេចាប់ផ្ដើមនេះមានរយកាត់ឡើងពិភពលោកនឹងមានការជួបជុំពីក្រុមមនុស្សដល់ឆ្នាំច្រើនរូបចូលរួមមានន័យថាប្រៀបបានមេឃស្ដីអញ្ចឹងមេឃប្រាជាកលប់ចាក់ជាអំពីគ្រួសារដែលមានមួយក្នុងចំណោមគ្រួសារទាំង10គឺសារលោហាត់សែវជូគេនិយាយមិនខុសមែនក្លៀនទ្រព្យសម្បត្តិលោកប្រធានប៉ាវគ្រួសារឈីនសំគ្រប់លោកម្ចាស់តូចសៀវមីងឆាប់ងើបឡើងមកនាងជាមនុស្សរបស់អាប៉ាវហើយមិនបាច់គួរសមចំពោះគ្រួសារឈីនសែវជូទេណាក្រោកឡើងចាស់លោកម្ចាស់ហេតុអីគេនិយាយខ្លួនឯងថាអាប៉ាអញ្ចឹងលោកប្រធានប៉ាវលោកជាមួយក្មេងម្នាក់នេះហាក់ដូចជាសៀវប៉ាវតើនេះមានរឿងកាត់ឡើងដាច់ខាតមិនត្រូវធ្វើរឿងអាក្រក់ទេអ្នកម៉ែខ្ញុំមិនបានធ្វើទេណាទុកចិត្តចុះខ្ញុំដំណើរឲ្យក្រុមហ៊ុនជាប៉ាវជួយរកអត្តសញ្ញាណរបស់លោកប្រធានលោកម្ចាស់នឹងមានសុវត្ថិភាពខ្ញុំប្រាប់លើថាក្រុមហ៊ុននេះគាត់ជាអ្នកស្នងដំណើររបស់លោកប្រធានប៉ាវពួកយើងសុំស្បត់នឹងការពីសុវត្ថិភាពរបស់គាត់អ្នកម៉ែទុកចិត្តចុះអ្នកម៉ែជាមនុស្សល្អណាស់គាត់មានលុយច្រើនណាស់អាចជួយពួកយើងសុំអំណត់គេអស់បានមិនអីទេម៉ែសៀវម៉ាំងខ្ញុំនិយាយត្រូវអត់មិនខុសទេទោះឲ្យខ្ញុំជាអ្នករ៉ាប់រងក្មេងម្នាក់នេះរកឃើញក្តីសង្ឃឹមតែមួយគត់របស់លោកប្រធានប៉ាវសៀវម៉ាំងនាងជួយប្រមូលប្រអប់នេះផងទៅចានាងចាំមកទៀតឬអត់ណាប្រអប់ទី1គឺអស់ចាស់ប៉ុណ្ណឹងហើយនៅប្រអប់ទី2ទៀតមិនដឹងថាលោកប្រធានប៉ាវដាក់ស្អីទេតែនៅក្នុងនោះតើវាជាស្អីទៅសកម្មភាពគ្រួសារដែលមានទាំង10ដែលជាសារលោហិតរបស់សែនជូវាជាកិត្តិយសណាស់នៅសល់ពីប្រអប់ទៀតយកឲ្យមនុស្សលើពិភពលោកបានមើលផងទៅអីហេតុអីទុកវាយូរពេកមេឃក្តៅដីហុយប្រឡាក់អស់ហើយឥឡូវនេះបានឃើញវាម្ដងទៀតអញ្ចឹងលោកចង់យកអាថ៌កំបាំងទាំង3នេះប្រកាសទូទាំងពិភពលោកទេអញ្ចឹងលោកចង់យកប្រអប់អាថ៌កំបាំងទាំង3នេះប្រកាសទូទាំងពិភពលោកទេគឺខ្ញុំមានតែអញ្ចឹងមែនណានេះជាបញ្ហាធំលោកម្ចាស់តូចសូមធ្វើការកាត់ឡើងវិញពិភពខាងក្រៅរងចាំមើលសកម្មភាពរបស់លោកប្រធានប៉ាមានតម្លៃទាំងអស់នេះបើពិភពលោកដឹងនឹងមានរឿងអីកើតឡើងអ្នកណាក៏មានប្រាជ្ញាអ្នកណាក៏ស្គាល់ពីខ្លួនឯងនាងគ្រាន់តែរៀបចំធ្វើតាមខ្ញុំទៅចាលោកម្ចាស់តូចអូនស្រីខ្ញុំឃើញថាក្នុងពោពេញទៅដោយមាននឹងវត្ថុមានតម្លៃមិនគួរមើលរបស់ដែលមិនគួរមើលទេវាជារឿងរបស់គ្រួសារខ្ញុំហើយនាងចេះស្និជឲ្យប្រយ័ត្នបន្តិចពួកឯងធ្វើស្អីហ្នឹងសម្រាប់មនុស្សហើយលែងយើងអស់លោកខ្ញុំឈិនមកមួយសុំនិយាយបើសិនជាមានអាណាហ៊ានប៉ះពាល់លោកម្ចាស់តូចខ្ញុំមិនលើកលែងឲ្យទេអាយផ្សព្វផ្សាយដំណឹងមួយនេះភ្លាមចាំពីថ្ងៃនេះអាណាធ្វើមកល្អដាក់ម្ចាស់តូចសម្រាប់ចោលភ្លាមឬទេ
បត់ អាយ៉ូអូនថ្លៃពួកយើងមានតំណែងជាគ្រួសារតែមួយឯងដោះលែងខ្ញុំទៅណាសេប៉ាវមានរបស់ឯងគ្រាន់តែជាមនុស្សលុបលន់ទេសេប៉ាវមីដឹងខុសហើយបើសិនជាមីហ៊ានធ្វើបាបម៉ែខ្ញុំទៀតខ្ញុំនឹងឲ្យមីនៅចង្កប់រហូតហើយមីដឹងហើយអ្នកម៉ែថ្ងៃក្រោយទៅម៉ែមិនបាច់លំបាកទៀតទេខ្ញុំអាប៉ានឹងការពារម៉ែប្រហែលឆ្នាំនេះម៉ែដើម្បីខ្ញុំនិងគ្រួសារនេះហត់នឿយពេកហើយម៉ែមិនហត់ទេឲ្យតែកូនធ្វើគ្រប់យ៉ាងឲ្យវាមានតម្លៃចាប់ពីពេលនេះទៅម៉ែមិនបាច់លំបាកទៀតទេមិនបាច់សងបំណុលមិនបាច់ធ្វើការងារពី3កន្លែងនិងមិនបាច់ខ្លាចគ្រួសារគេមើលងាយទៀតទេកូនល្ងងនេះសុទ្ធតែជាអ្វីដែលម៉ាក់ត្រូវធ្វើម៉ែជាម៉ែរបស់កូនគឺជាអ្នកមានគុណដ៏ធំធេងក្នុងពិភពលោកខ្ញុំមិនអាចឲ្យម៉ែរងទុក្ខលំបាកជាមួយខ្ញុំទៀតទេម៉ែមិនហត់ទេឲ្យតែកូនមានសុខភាពល្អធំឡើងដោយសប្បាយចិត្តប៉ុណ្ណឹងគ្រប់គ្រាន់ហើយម៉ែមិនបាច់លំបាកទៀតទេឥឡូវនេះខ្ញុំបានយកអ្វីគ្រប់យ៉ាងទាំងអស់មកវិញហើយបន្ទាប់មកទៀតគឺមានរបស់ច្រើនណាស់សៀវប៉ាវឯងភ្លេចបាត់ហើយទៅដឹងប៉ារបស់ឯងជំពាក់លុយយើងប្រមាណក្រៅពីពួកយើងគាត់នៅជំពាក់គេផ្សេងទៀត3ឆ្នាំ5ឆ្នាំឬ10ឆ្នាំមិនច្បាស់ទេសៀវប៉ាវកូនក៏បារម្ភអីទៅឲ្យម៉ែជាអ្នកដោះស្រាយបំណុលនេះឯងនឹងអីអ្នកប្រក់ដូចឯងមានលុយសងដែរអ្នកណាថាគាត់សងមិនរួចអីយ៉ូអ្នកនាងឈិនណានេះមិនមែនតំណាងឲ្យពួកគេទេអីមែនទេខ្ញុំមិនតំណាងសងបំណុលគាត់ទេប៉ុន្តែតំណាងឲ្យប្រធានក្រុមហ៊ុនជីប៉ាប្រកាសថាចាប់ពីថ្ងៃនេះតទៅហួរឈិនជូនឹងខ្លាចជាអ្នកមាននឹងមានអំណាចខ្លាចជាមហាសេដ្ឋីលើលោកអួតអាងអ្នកណាមិនចេះអួត ខ្ញុំក្រុមហ៊ុនលូជីយល់ព្រមចេញកម្លាំងមួយភាគខ្ញុំតំណាងឲ្យពេញហើយយល់ព្រមចេញកម្លាំងមួយភាគด้วยមានលោកម្ចាស់តូចហ្នឹងនេះមិនមែនជាមនុស្សធម្មតាទៀតទេជាអ្នកម៉ែដែលមានជាងគេលើលោកគឺត្រូវបានគ្រប់គ្នាស្គាល់មានលោកម្ចាស់តូចហ្នឹងនេះមិនមែនជាមនុស្សធម្មតាទៀតទេនេះជាមនុស្សដែលមានលើលោកគេជាអ្នកមានដែលមានបំផុតលើលោកអញ្ចឹងខ្ញុំជាម្ដាយមីងអ្នកមានលើលោកហើយអូនស្រីពួកនេះសត្វតែឯងជួលមកទេដឹងឬមួយក៏ជាវិធីសាស្ត្រអីមកអួតអាងហួសហេតុពេកហើយទេដឹងសៀវប៉ាវឯងរកមនុស្សក្រុមណាមកចំណាយអស់ប្រមាណទៅឯងខ្លាចធំណាស់ហ៊ាននិយាយបែបនេះផងឲ្យយើងគឺជាលូជីណាបងស្រីក្មេងនេះប្រហែលជាចប់ហើយមានចិត្តបែបនេះប្រហែលជាធ្លាប់ធ្វើអញ្ចឹងច្រើនដងហើយក៏មិនដឹងដែរអ្នកម៉ែជឿលើខ្ញុំម្នាក់ស្រីនេះបាននិយាយបង្ខំគេឈ្មោះលោកម្ចាស់តូចចាត់ការនាងទៅពួកឯងធ្វើឲ្យខ្ញុំនេះគឺសង្គមស៊ីវិលណាដោះលែងខ្ញុំភ្លាមខ្ញុំនឹងប្រឹងប្រែងឲ្យចាក់ពួកឯងវិញទាំងអស់គ្នាខ្ញុំតំណាងឲ្យចង្វាយក្រុងចាប់យកស្រីនេះចេញពីទីនេះភ្លាមទៅលោកពិតជាចង្វាយក្រុងចាំងមែនទេមិនអាចទៅរួចទេខ្ញុំតំណាងឲ្យចង្វាយក្រុងសុំទីនេះហូឈិនជូនឹងខ្លាចជាមនុស្សដែលមានអំណាចបំផុតនៃទីក្រុងពេញចាប់ពីថ្ងៃនេះតទៅហូឈិនជូគឺខ្លាចជាអ្នកមានមែនហើយនៅចំណោមមហាជននៅក្នុងក្រុងនេះអត់មានអ្នកប្រតិគលហូទេហេតុអីបាច់ជាបែបនេះទៅនេះឬការចេញមកពីពេញហើយហូជីអ្នកស្រីហូចាប់ពីពេលនេះទៅនាងនឹងខ្លាចជាអ្នកមានជាគេទី1នៅពេញហើយខ្ញុំចាំមើលយន្តយល់ព្រមឲ្យនាងខ្លាចជាមហាសេដ្ឋីនៃគ្រួសារហូជីក្រុមហ៊ុនជឿប៉ាវស្ម័គ្រចិត្តធ្វើចំណាយចាត់ចែងឲ្យគ្រួសារហូជីខ្ញុំក៏អញ្ចឹងដែរសូមគោរពអ្នកស្រីហូសូមគោរពអ្នកស្រីហូមិនបាច់ទេក្រាបឡើងមកខ្ញុំគ្រាន់តែជាម្ដាយមនុស្សធម្មតាខ្ញុំគ្រាន់តែចង់ឲ្យកូនខ្ញុំធំឡើងមានសុខភាពល្អសប្បាយរីករាយអ្វីផ្សេងទៀតមិនសំខាន់ទេអ្នកម៉ែនេះជាអ្វីដែលម៉ែសំទទួលបានចាប់ពីពេលនេះទៅម៉ែនឹងរស់នៅដែលរីករាយចុះលោកម្ចាស់តូចគួរដោះស្រាយជាមួយស្រីនេះយ៉ាងម៉េចសៀវប៉ាកុំអីអូនស្រីជួយខ្ញុំផងទៅខ្ញុំឈប់ធ្វើបែបនេះទៀតហើយលើពីនេះណាផ្ទះក៏ខ្ញុំលែងចង់បាត់ដែរមីងធ្វើបាបម៉ែរបស់ខ្ញុំម្ដងហើយម្ដងទៀតខ្ញុំទុកឱកាសឲ្យមីងច្រើនដងហើយមីងខុសហើយសៀវប៉ាដោះលែងមីងឯងទៅចូលគេចាញ់ទៅបើធ្វើអញ្ចឹងទៅខ្ញុំមិនលើកលែងទេចាប់យកចេញទៅអាយ៉ាបងស្រីជួយខ្ញុំផងបងស្រីសៀវម៉ាំងរឿងថ្ងៃនេះបើចាប់ត្រឹមហ្នឹងទៅឆាប់រៀបចំឡានមួយជូនម៉ែរបស់ខ្ញុំទៅសម្រាប់ទៅចាថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ម៉ែគឺជាការចាប់ផ្ដើមសាជាថ្មីដើម្បីកុំឲ្យម៉ែរងទុក្ខលំបាកទៀតខ្ញុំត្រូវតែបង្ហាញអត្តសញ្ញាណរបស់ខ្ញុំលើលោកនេះអ្នកម៉ែទៅផ្ទះមុនចោះខ្ញុំត្រៀមចំរបស់ពិសេសឲ្យអ្នកម៉ែណាម៉ែមិនត្រូវការអ្វីទេម៉ែត្រូវការតែកូននៅចិត្តម៉ែគ្រប់គ្រាន់ហើយអ្នកម៉ែខ្ញុំស្រឡាញ់ម៉ែសៀវម៉ាំងចាដើម្បីម៉ែរបស់ខ្ញុំទទួលបានអ្វីពិសេសក្នុងថ្ងៃកំណើតខ្ញុំត្រូវចូលរួមថ្ងៃកំណើតមួយនេះប្រកាសលើពិភពលោកខាងក្រៅទាំងអស់ខ្ញុំជាម្ចាស់សម្បត្តិឯកជនខ្ញុំនឹងប្រកាសទៅពិភពលោកខាងក្រៅទាំងអស់ខ្ញុំជាម្ចាស់ទ្រព្យសម្បត្តិឯកជននិងបង្ហាញប្រអប់អាថ៌កំបាំងទាំង3ម្ចាស់តូចនេះគឺរបស់សំខាន់ជាងគេនៃក្រុមហ៊ុនជឿប៉ាសូមលោកម្ចាស់ពិចារណាម្ដងទៀតទៅចុះរៀបចំតាមអ្វីដែលខ្ញុំប្រាប់ទៅចាប្រសិនបើប្រអប់អាថ៌កំបាំងត្រូវបានបង្ហាញចេញមកមហាសេដ្ឋីគ្រប់គ្រងលើពិភពលោកទាំងអស់សូម្បីអ្នកមានផ្សេងក៏នឹងមកដល់កន្លែងនេះការប្រកួតប្រជែងនៃគេឈ្មោះក៏ចាប់ផ្ដើមមានការរង្គោះរង្គើហើយហូជីក៏ព្រោះតែពិធីខួបកំណើតនឹងចេញមុខមកដើម្បីធ្វើជាម្ចាស់ពិភពលោកប្រកាសជាអស្ចារ្យណាស់
ខ្ញុំស្ដាប់មិនច្រឡំទេលោកចាស់តូចចេញសេចក្តីប្រកាសបង្ហាញពីទ្រព្យសម្បត្តិរបស់គាត់ទាំងអស់នោះរនណាព្រះប្រធានពរដល់គ្រួសារលោកខ្ញុំហើយទីបំផុតដល់ពេលខ្ញុំហើយនឹងចូលរួមកម្មវិធីកក់ក្ដៅមួយនេះលោកប្រធានប៉ាទៅទីនោះគ្រួសារលោកនឹងចូលរួមពិធីខួបដើម្បីឃើញនៅរបស់មានតម្លៃទាំង3របស់គាត់នៅលើពិភពលោកយ៉ាប់រៀបចំឲ្យហើយទៅយើងត្រូវតែផ្ដល់អំណោយដ៏មានតម្លៃដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ เสียป้าจองធ្វើពិធីកុកកំណត់ឲ្យហួចជីងជូរួមទាំងប្រកាសអំពីទ្រព្យសម្បត្តិនៅក្នុងធនាគារម្នាក់នេះជាចវាយក្រុងម្នាក់ជាមហាសេដ្ឋីសពតែគ្រប់សៀវប៉ាក្បែរខ្លួនសៀវប៉ាសពតែអ្នកធំទាំងអស់ចិត្តខ្លួនសៀវប៉ាសពតែអ្នកធំខ្ញុំគ្រួសារតកូលីដូចជាត្រូវរង្វាន់ធំអញ្ចឹងចាប់ហើយខ្ញុំទើបតែធ្វើបាបហួឈិនជូកាលពីថ្ងៃមុនផ្ទះរបស់គ្រួសារលីអត់បង់ថ្លៃផ្ទះប្រញាប់រើចេញទៅបើយកផ្ទះវាឥឡូវនេះដូចជាសម្រាប់ម៉ែក៏ខ្ញុំទាំងពីរអញ្ចឹងនិយាយស្រួល4បន្តិចទៅផ្ទះនេះណាមានឈ្មោះឯងឬអត់តាមពីដើមមកគឺជារបស់គ្រួសារលីទេ អាយ៉ានាងប្រហែលជាស្អប់ខ្ញុំខ្លាំងហើយចំពាក់លុយសងលុយវាជាច្បាប់ធម្មជាតិខ្ញុំមិនបានធ្វើអីខុសទេតាមពិតទៅខ្ញុំក៏គួរតែមានចំណែកដែរអាឡូប្រពន្ធសម្លាញ់ បងតាណាបាត់ហើយ បងកំពុងនៅខាងក្រៅ អាយ៉ូមានរឿងធំហើយ មានរឿងអីមែនទេ បងឆាប់មកផ្ទះលឿនអូនស្រីឯងខ្លាចជាដាក់មានហើយព្រោះសាលីនឹងរីកចម្រើនហើយណាឆាប់ឡើង មិនក៏អី អូនហត់បងធ្វើស្អីថ្ងៃនេះជាថ្ងៃគប់កំណត់បងស្រីបងឆាប់មកផ្ទះរៀបចំខ្លួនទៅ បងមានអីត្រូវរៀបចំអីផ្ទះរបស់យើងក៏មិនសូវមានលុយផងហ្នឹង វាមិនងាយស្រួលទេបងទៅផ្ទះរកមើលប្លង់ផ្ទះមក ប្លង់ផ្ទះហីប្រពន្ធសម្លាញ់ដូចជាមិនល្អទេអីអូន ចង់ចាប់ចចកត្រូវតែហ៊ានលះបង់កូនធ្វើឲ្យនាងសប្បាយចិត្តរឿងនោះគឺផ្ទះនេះមិនមែនជាបញ្ហាទៀតទេ អូខេបងទៅផ្ទះសិនហើយណាអើយតែឆ្នោតអើយដើម្បីមើលផ្ដោតមានតម្លៃទាំង3នេះគាត់ចង់ចាប់ផ្ដើមសារផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោកសាថ្មីប្រកាសជាមិនបានទេមិនទៅធនាគារពេញហើយទេឆាប់បន្ថែមលម្អឿនទៅគ្រួសារលីទទួលបញ្ជាមិនការរឿងនៅធនាគារជារឿងស្មុគស្មាញទេដឹងឬក៏ជាការប៉ັດមិនគួរជាទេគឺជាការប៉ັດតាសៀវប៉ាវតាកូនបានធ្វើអីខ្លះទៅធ្វើឲ្យអ្នកមានទាំងអស់គ្នាគ្រប់កូន អើយមានអីនៅបានទេចាំទៅពួកយើងចាំទៅសម្រាប់លោកចាស់ទូចចម្លែកណាស់ពួកគេនិយាយថាអ្នកមានជាងគេលើពិភពលោកលោកប្រធានប៉ាវតើគេជាអ្នកណាតើសៀវប៉ាវម៉ែមិនចាំធ្វើពិធីខុសកំណត់ទេម៉ែគ្រាន់តែចង់ឲ្យកូនសប្បាយចិត្តនិងរស់នៅក្បែរម៉ែគ្រប់គ្រាន់ហើយម៉ែមិនចង់បានទេតើគេជាអ្នកណាឲ្យប្រកាសហេតុអីទៅគ្រឿងគ្រប់យ៉ាងរបស់លោកប្រធានប៉ាអញ្ចឹងមានអីក៏សួរមកចុះមើលមកដូចឆ្ងល់ចាអត់មានទេឆាប់សួរមកចុះប្រយ័ត្នអត់មានពេលសួរទៅប្រធានតូចខ្ញុំមិនស្គាល់ឈ្មោះលោកទេខ្ញុំឈ្មោះសៀវប៉ាវឬមួយគេជាកូនចៅរបស់ប្រធានប៉ាវមិនអាចទេតែលោកប្រធានប៉ាវរៀបការមានកូនទៅនាងកំគិតអីផ្ដេសផ្ដាលោកម្ចាស់តូចមិញនៅកន្លែងនោះបានបង្ហាញច្បាស់ហើយគ្រប់ឧស្សាហកម្មរបស់ក្រុមហ៊ុនជីប៉ាគឺមានការលូកដៃវត្ថុមានតម្លៃនៅក្នុងក្រុមហ៊ុនជីប៉ាគឺនៅមានទៀតអត់តែមានវត្ថុទាំងនោះខ្ញុំបានទុកស្រួលហើយនាងធ្វើការបានល្អលះបង់បន្តិចទេខ្ញុំจะប្រឹងជាមួយលោកប្រធានប៉ានឹងមើលការខុសត្រូវបានល្អនេះមកពីខ្ញុំរើយកអ្នកដល់តដើម្បីមើលថែសៀមម៉ងនាងមកជួយមនុស្សទៅក្រុមហ៊ុនជីប៉ាយកវត្ថុមានតម្លៃ10ចេញមកក្នុងកម្មវិធីរបស់អ្នកម៉ែខ្ញុំចាថ្ងៃនេះមិនត្រឹមតែធ្វើកម្មវិធីខួបទេហើយដែលវត្តត្រឡប់មកវិញក្នុងអំណាចនិងលោកប្រធានប៉ាត្រឡប់មកវិញហើយនឹងខ្លាចជាប្រវត្តិសាស្ត្រមួយខ្ញុំវិញត្រឹមតែជាកូនក្មេងម្នាក់បង្កើតរឿងដែលស្មានមកដល់ហត់លុតជាអ្នកញៀនជាគេហេរ៉ាញ់វត្ថុលើលោកគ្រប់គ្រងហេរ៉ាញ់វត្ថុលើពិភពលោកទាំងអស់ពិតជាខ្មាស់គេមែនអាឡូមានការអីម៉ែអាយ៉ាអាយ៉ងកូនប្រសារបស់ខ្ញុំម៉ែរៀបថ្ងៃកំណើតអាយ៉ាល្អកូនប្រសារបស់ខ្ញុំជូនពរខួបកំណើតខ្ញុំអាយុ60ម៉ែថ្ងៃនេះពួកយើងកុំអាចធ្វើខួបអីចាំធ្វើនៅថ្ងៃស្អែកទៅណាកម្មវិធីនោះអីគេកូននិយាយស្អីកូននិយាយថាថ្ងៃនេះជាថ្ងៃកំណើតបងស្រីដាច់ខាតគម្រប់រឿងគេឲ្យសោះណាអាយ៉ាអាកូនអ្នកស្រហ្នឹងក៏ចេះធ្វើខួបដែរអីហើយនៅមិននិយាយរកយើងទៀតផងមិនមែនទេកូននេះត្រូវរង្វាន់ធំនាងត្រូវខ្លាចជាអ្នកមានហើយខួប60ឆ្នាំខ្ញុំមានតាតូអីនឹងវាអាងអីនាងមកឲ្យខ្ញុំធ្វើខួបម៉ែដាច់ខាតកម្មកររឿងទៀតអីព្រោះនាងឥឡូវជាអ្នកមានហើយតាមនេះមិនទាន់ទេម៉ែកម្មកររឿងផ្ដេសផ្ដាស់ទៀតអីបានហើយទាំងអីខាងដោះថ្នាក់នឹងមិនឲ្យខ្ញុំធ្វើថ្ងៃខួបកំណើតថ្ងៃនេះខ្ញុំត្រូវតែចាត់ការចេញតងក្មេងនេះបើមិនចឹងទេណាវាលែងស្គាល់ចាស់ទុំហើយ
នៅមិនឲ្យខ្ញុំធ្វើខួបកំណើតអាក្មេងនេះគួរឲ្យស្លាប់មែននៅមិនឲ្យខ្ញុំធ្វើខួប60ឆ្នាំទៀតកូនប្រសាខ្ញុំវិញណាក៏អញ្ចឹងដែរមិនបានសាច់ការទេមិនអីទេអ្នកឯងពេញចិត្តទៅគ្រួសារខ្ញុំណាគឺក្មេងនេះចង់ឡើងជួបអាចលើក្បាលខ្ញុំហើយចេះតែនិយាយហើយមនុស្សឈិនជូនេះណាធ្វើការខំសំបំណុលហើយនឹងមើលកូនទៀតបើមិនមែនគេកូនរបស់ខ្ញុំក៏មិនអាចចម្ពាក់លុយគេចេញពីផ្ទះអញ្ចឹងដែរនាងជំនាញនាំរឿងនាំសយគ្រួសារខ្ញុំមែនក្មេងនេះតាមពីតូចមិនដែលរៀនសូត្រហើយធ្វើឲ្យប៉ះពាល់គ្រួសារឈិនជូទៀតអីចាឈិនជូនៅបង្កើតចៅឲ្យឯងទៀតផងណាចៅមែនទេត្រូវហើយអាក្មេងនឹងរូបរាងតែក៏មិនដូចកូនខ្ញុំដែរមិនដឹងចិត្តអីជាមួយអាណាខ្លះទេបានកាត់ក្បាលវាមកនេះណាមិនដូចទេមិនស្មានថាឈិនជូជាមនុស្សបែបនឹងសោះហើយអីឡានរបស់អ្នកណាគេនឹងពិតជាទំនើបមែនហើយនៅភូមិយើងទៅតែឃើញមួយនឹងទេឡានទំនើបបែបនេះអេតិចមករកកូនប្រសាឯងទៅអ្នកណាគេមកពីណាអីចូលការពិតកូនប្រសារបស់ឯងតើអរគុណចានលោកទៅវិញចុះ ប្រធានជំនាញបញ្ជាឲ្យខ្ញុំការពារណានាង តកូលហូឯងនេះថ្មនេះឯងមិនទៅធ្វើការរកលុយឲ្យឯងមកទីនេះធ្វើស្អីទៅហ៎តែម៉ែខ្ញុំនេះឯងពាក់ប្រុសមកពីណាមកទៅខ្ញុំអត់មានទេអាយ៉ាឈិនជួមើលទៅឡាននេះវាមិនថោកទេណាឡាននេះមិនមកជារបស់ខ្ញុំទេធ្វើគេទៅមើលនាងនេះទៅម៉ែមិននិយាយហ្នឹងបើមិនចឹងទេឯងសោះបំណុលគេរួចទេមែនហើយពឹងលើដៃទាំងពីររបស់ខ្ញុំរកលុយម៉ែកុំនិយាយផ្ដេសផ្ដាសបើមិនចង់ឲ្យគេនិយាយឯងកុំធ្វើទៅបានហើយម៉ែមិននិយាយបណ្ដោះទៀតមើលកូនប្រុសយើងខ្លាចជាបែបនេះគឺមកពីឯងទាំងអស់ថ្ងៃនេះក្នុងនាមយើងជាបែបក្មេងឯងមិនត្រូវការមនុស្សដូចឯងទេឯងឆាប់ចេញពីផ្ទះយើងភ្លាមទៅមិនខ្វាយគ្នាចឹងចាប់ដៃបាត់ហើយឯងចង់ជួយអីដល់ស្មត់នេះមិនដែរមកមើលទាំងអស់គ្នាមកធ្វើបាបមនុស្សចាស់ឲ្យធ្វើខួបកំណើតមិនឲ្យយើងធ្វើខួបកំណើតផងមែនទេលោកធានទេហើយទេហើយធ្វើបាបពួកខ្ញុំឲ្យឆាប់ដល់អ្នកណាគេហៅឯងមកអ្នកណាហៅឯងមកអ្នកណាហៅឯងមកឯងនិយាយមកអ្នកណាហៅឯងមកអ្នកណាហៅឯងអាឡូប្រធានជួយខ្ញុំផងប្រធានឯងអ្នកណាហៅឯងមកអ្នកណាហៅមានតែឯងហ្នឹងម្ចាស់តូចគឺអ្នកស្រីមានរឿងហើយខ្ញុំសាកខំម្ដងទៀតមិនបាច់ទេប្រញាប់តែគ្រូសាលីចាមនុស្សក្នុងផ្ទះគ្រូសាលីនេះគឺតែងតែកែកតំបែបនេះហ៊ានធ្វើបាបម៉ែរបស់ខ្ញុំម្នាក់ក៏ខ្ញុំមិនលើកលែងដែរម៉ែងាប់ទៅណាស់ម៉ែបែបមនុស្សអូយម៉ែបាត់ហើយម៉ែស្មាអីបែបមនុស្សយើងបែបមនុស្សឯងមួយថ្ងៃនៅខាងក្រៅតាក់ប្រុសម៉ែមិនខកតែឈ្មោះខ្ញុំហើយនៅរកលេសទៀតម៉ែនិយាយអាកាពេលខ្ញុំអញ្ចឹងខ្ញុំប្រាប់ម៉ែលើកូនប្រុសម៉ែចំពាក់ខ្ញុំចុកសោះហើយហ៊ានធ្វើឲ្យយើងខឹងផងយើងនឹងវាយឯងឲ្យងាប់ចូលព្រាបមកពីណាពីណីទៀតហើយខ្ញុំបដាកូនប្រសាខ្ញុំតើអ្នកឯងចេះដឹងស្អីខ្ញុំត្រូវតែចេះដឹងហើយអ្នកឯងប្រព្រឹត្តអំពើហិង្សាអីមកដៃក្មេងស្វ័យកូនប្រសាវាគឺជារឿងស្រឹមត្រូវហើយអ្នកស្រីនាងមិនអីទេមិនបាច់ខ្វះខ្វាយពីគាត់ទេហូចិនជូពួកនេះសុទ្ធតែជាប្រុសរបស់ឯងមែនទេម៉ែមិននិយាយភាសាមនុស្សឬអត់ហ្នឹងភ័យសម្ដីខ្លាំងណាស់ណពួកនេះអាចធ្វើជាឪឯងបានហើយម៉ែនៅតែខ្ញុំជាណាដែរឬទេហ៊ានមកខូចគេឈ្មោះខ្ញុំទោះបីខ្ញុំអត់ជាលោកប្រធានតែមនុស្សដែលតាមខ្ញុំក៏មានចាំបន្តិចដែរនៅជាមួយក្មេងឯងក៏អាចជាមនុស្សអញ្ចឹងដែរម៉ែខ្ញុំថាបានហើយកុំថាឲ្យគេអញ្ចឹងឯងណាអូយ៉ូចេះការពារគ្នាទៀតណោះមនុស្សរបស់ខ្ញុំបន្តិចទៀតមកដល់ហើយអ្នកស្រីព្រោះរំសិនទៅខ្ញុំនឹងឲ្យមនុស្សរបស់ខ្ញុំដោះស្រាយព្រឹងដូចការស្មានមែនអាក្មេងនេះហ៊ានហៅគ្នាផងឯងសួរខ្ញុំហើយនៅឲ្យទូរស័ព្ទមកវិញព្រាមបើមិនអញ្ចឹងទេច្បាស់ជាមានបញ្ហាមិនខានសពតែលោកម្ចាស់វើយនេះអាចឆ្កែមកគ្រួសារណាទៅនេះនឹងតែគាត់ជាណាទេគាត់គឺជាច្បាយក្រុងនៅក្រុងជានេះប្រកាសជាមនុស្សគ្រូទៅម៉ែនេះជាបង្ខំឈ្មោះលោកច្បាយក្រុងហើយគឺខុសច្បាប់ហើយអីលោកច្បាយក្រុងអញ្ចឹងបានតែមើលមុខប្រហែលនឹងណាឯងនិយាយតែមើលគាត់ជាច្បាយក្រុងមែនអត់ហ៎អ្នកទាំងអស់គ្នាសត្វតែថាគាត់ជាច្បាយក្រុងមកក្រុមឯងនេះចង់បំភ័យយើងមែនទេត្រូវហើយខ្ញុំគឺជាច្បាយក្រុងនេះជាផ្ទះគ្រួសារលីច្បាយក្រុងអីអាចមកកន្លែងបែបនេះកើតនោះអាណាទៅជឿទៅពិតឬក៏ខ្លាចហើយមើលក្នុង website បន្តិចគឺដឹងបាត់ទៅហើយមើលទៅការងារមួយនេះធ្វើមិនបានល្អសោះមិនបានជាមិនសូវមានអ្នកស្គាល់ខ្ញុំឆែកអីគាត់មិនមែនជាច្បាយក្រុងទេពេលអាមិនសមនឹងរូបមុខមិនសមនឹងសក់ក្រក់ខ្លាំងមុខនេះខ្ញុំប្រមាននាងញីស្ដាប់ប្រយ័ត្នមាត់ផងទៅនៅក្នុងក្រុងពេញហើយនាងបាច់ជាហ៊ានក៏អត់កតោមផងនៅមុខផ្ទះគ្រួសារលីយើងជាអ្នកបង្កបញ្ហាថ្ងៃនេះខ្ញុំនឹងឲ្យពួកឯងឃើញថាក្មេងម្នាក់នេះទទួលពីនៃយ៉ាងម៉េចខ្លះពួកឯងក៏រស់មិនរួចខ្លួនដែរកុំសង្ឃឹមតែរួចពីដៃយើងឲ្យសមណាម៉ែចាំនិយាយទៅបានហើយលោកជាពួកលោកទៅបញ្ចុះគឺខ្ញុំមិនអាចនាំទុកដល់ពួកលោកទៀតទេអ្នកស្រីពួកខ្ញុំមិនអាចទៅបានទេអាចការពារអ្នកស្រីបានពួកខ្ញុំមានកិត្តិយសដាក់ទៅហើយស្រាលូនៅពេញហើយនឹងការពារសុវត្ថិភាពរបស់អ្នកស្រីជាមិនខាតទេប្រហែលនាទីទៀតទៅដល់
แล้วมาจากตัวปีนี้แต่ครัวซาลี20 กิโลเมตรมา5 นาทีទៀតទៅដល់ចោលចាំស្រីឈួនស្ទាក់ទៅមកបានទេអ្នកមកខ្ញុំមានបញ្ហាអីពួកអ្នកឯងទទួលខុសត្រូវទេចា เซลลูนเป็นหายនឹងការពារសុវត្ថិភាពអ្នកស្រីជាមិន អូ ខា សិ ន នជូខ្ញុំមើលស្រាប់ឯងពេកហើយហាមើលទៅពួកគេទាំងអស់នេះសុទ្ធតែជាពួកបោកប្រាស់នោះទេម៉ែរឿងពីមុនខ្ញុំឯងមិនខ្វល់ដោយសារជាម្ដាយកូនប្រសាខ្ញុំប្រាប់ម៉ែហើយកុំមកករឿងទៀត អត់តែបែបនោះទៀតអ្នកឯងច្បាស់ជាមានរឿងធំញឹកខត់ទេ ហើយយោខ្ញុំមើលទៅឯងអាចធ្វើអីខ្ញុំបានអាចជន់បោកប្រាស់តែវាត្រឹមត្រូវដែរឬក៏អត់ លោកស្រីរងចាំដល់គ្រូសាលីត្រឹកតិចទីអស់ដល់ពេលនោះក៏ផ្សាយក្រោយអីសោះ តិចទីអស់អី ខ្ញុំស្ដាប់មិនច្រឡំទេខ្ញុំនឹងចាំមើលពួកឯងធ្វើឲ្យគ្រួសារលីនេះតិចទីយ៉ាងម៉េចម៉ែចុះទៅ អ្នកស្រីមិនបាច់ខ្វល់ទេមនុស្សម្នាក់ៗគេផ្លឹកគេឲ្យត្រូវទៅហើយ ឯងគិតថាខ្ញុំជាអ្នកបួសមែនទេស្រួលស្រួលបាបមែនទេតិចទីអីខ្ញុំនឹងសម្រាប់ពួកឯងឥឡូវនេះតាមតង លោកច្បាយក្រុមនេះនេះទៅចាប់រត់ នេះណែនេះណែនេះណែ ហើយអ្នកតាមនេះ ចាំទៅណាហ៎ បាយក្រុមទៅអើយ ប្រុសថ្មីធ្វើបាបកូនប្រុសរបស់យើងនេះណែនេះណែ ចាំរត់ព្រាមទៅចាំដល់ ខ្ញុំអត់ទៅណាទេនេះជាផ្ទះខ្ញុំវាយឯងឲ្យងាប់វាយឲ្យងាប់ អើម៉ែអើយម៉ែឲ្យលោកព្រះម៉ែកូនមានត្រូវរបួសឬអត់នឹង ខ្ញុំនេះអើយ ហ៊ានតែកូនខ្ញុំរបួសតែបន្តិចមើលខ្ញុំនឹងប្តឹងពួកឯងឲ្យរៀង ម៉ែលេក្រោយមិនអាចធ្វើបាបប្អូនស្រីទៀតទេ ហេតុអីឯងកាត់ជើងគេអញ្ចឹង ម៉ែនោះគាត់គឺជាចវាយក្រុងណាពួកយើងអាចមានលទ្ធផលអត់ទេ ឯងនិយាយស្អីគេ ខ្ញុំនិយាយថាអីយ៉ាម៉ែចិត្តចាក់ទៅបានតែបែបនឹងទៀតទោះជាមានគូនេះក៏មិនអាចជួយបានដែរ អើយអាចសំអុយឯងនេះឬមួយក៏បោះពីវាធ្លាប់ដាក់ឆ្នាំឯងហីមិនក៏ឯងកាត់ជើងគេអញ្ចឹងណា មែនទេ អើយហេតុអីយើងរឿងបែបនេះអញ្ចឹងហេតុអីលោកអើយលោកកើតកូនមកទៅជួយអ្នកដទៃទៅវិញហេតុអីមកកាន់ជើងម៉ែខ្លួនឯងអត់ជាងពលលោកទៅវិញទៅថ្លៃប៉ែខ្ញុំមកជួយបងជូនលោកតែម្ដង អ្នកស្រីគឺពួកយើងមិនអាចទៅណាបាត់ទេទោះជាវាយត្រូវស្លាប់ក៏ពួកខ្ញុំមិនអាចទៅបាត់ដែរ អើយតើមានយុទ្ធធម៌ទេលោកហ៎មានយុទ្ធធម៌ទេលើលោកនេះមានយុទ្ធធម៌សម្រាប់ខ្ញុំទេ ម៉ែរបស់យើងទៅវាយលោកចវាយក្រុងឲ្យដឹងទេ ហាចុះបងថ្លៃយ៉ាងម៉េចហើយ នាង អាយ៉ាឆាប់និយាយលឿនឡើងទៅនៅធ្វើស្អីទៀតទៅ នាងត្រូវបានវាយដែរនឹង ស្អីគេ ម៉ែរបស់យើងបានវាយចវាយក្រុងឲ្យនឹងប្អូនស្រីដែរដឹងទេ ហ៊ានវាយលោកចវាយក្រុងអីនេះមិនស្លាប់ទៅហើយទេអី បងទៅតែមកដល់ដែរនឹងបងអត់ដឹងដែរ ទៅសម្រួលស្ថានភាពសិនទៅខ្ញុំតិចទៀតទៅដល់ទីនោះហើយ អត់លើភ្លាមមកក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេណោះ បាត់ហើយខ្ញុំនិយាយប្រាប់គាត់ហើយតើថាកុំឲ្យធ្វើរឿងហ្នឹងមិនបាត់ជាគេមិនស្ដាប់ខ្ញុំអញ្ចឹងហ៊ានវាយចវាយក្រុងមិនអីទេសេប៉ាមិនទាន់ប្រាប់ទេអញ្ចឹងខ្ញុំមានឱកាសប្រែស្ថានភាពណែលោកជួយបើកឲ្យលឿនបន្តិចទៅណាគ្រួសាររបស់ខ្ញុំមានរឿងប្រចាំផង អូខេ មុនពេលដែលសេប៉ាមិនទាន់ប្រាប់ផ្ទះខ្ញុំត្រូវតែឲ្យឈប់ភ្លាមគ្រួសារនេះគឺពឹងលើខ្ញុំហើយ លើមិនតបគ្រូតាលីនៅម្ដុំនេះហើយហេតុអាការនៅទីនេះល្អមែនសើបង្កេតគុំសាស្ត្រនៅទីនេះទៅលើមិនតបមិនចាំបាច់ព្រួយបារម្ភទេវាគ្រាន់តែជារមាត់ធម្មតាប៉ុណ្ណោះប៉ុន្តែចាប់ពីថ្ងៃនេះទៅគុំសាស្ត្រលីនឹងខ្លាចជាកន្លែងសម្រាប់ប្រជុំពិភាក្សានៅលើពិភពលោកហើយវាមិនមែនជាកន្លែងសាមញ្ញទៀតទេ ហើយទីបំផុតមកដល់ហើយគ្មានហេតុផលសសេប៉ាអត់តមកវិញទេគ្រប់យ៉ាងនៅតាន់ពេលប្រពន្ធសម្លាញ់អាទិត្យអូនមកហើយឆាប់និយាយមួយម៉ែទៅ ម៉ែជប់បង្ករឿងទៀតទៅយ៉ងពួកគេមកក្រុមនេះណាធ្វើបាបម៉ែឯងត្រូវធ្វើសាកសីឲ្យម៉ែណាបងថ្លៃឯងកំខឹងអីណាសុំទោសផងណាមិនក៏ពួកឯងសុំទោសពួកគេទៅវិញឯងនេះម៉ែជប់បង្ករឿងទៀតទៅមើលឲ្យច្បាស់ទៅគាត់ជាចវាយក្រុងស្អីគេគេជាចវាយក្រុងពិតមែនអីហើយយ៉ាស្រីនេះពិតជាមិនចេះខ្មាស់គេមែនសូម្បីតែចវាយក្រុងក៏ឯងហ៊ានយកគេធ្វើប្តីដែរម៉ែឈប់និយាយទៅថ្ងៃនេះខុសពីមុនពួកយើងមិនអាចធ្វើបាបគេបានទៀតទេណាម៉ែឯងនាងសំអាងអីគ្រាន់តែយកចវាយក្រុងធ្វើប្តីនាងជាមនុស្សគ្រួសារលីខ្ញុំឲ្យនាងទៅឆ្វេងនាងទៅស្ដាំមិនកើតទៅខ្ញុំឲ្យនាងទៅឆ្វេងនាងទៅស្ដាំមិនកើតទៅម៉ែឈប់និយាយទៅម៉ែឈប់ទៅនិយាយទៅលោកជាចវាយក្រុងក៏មិនត្រូវមកធ្វើបាបមនុស្សចាស់ដែររឹតតែអាចខ្វះសិលធម៌ថែមទៀតនេះគឺជាមនុស្សដែលគ្មានហេតុផលមើលអ្នកស្រីគឺជាមនុស្សខ្ពស់មិនបានជាមកជួបមនុស្សបែបនេះទៅវិញអើយបានហើយម៉ែហេតុអីក៏មិនស្ដាប់អញ្ចឹងម៉ែបានហើយម៉ែឈប់ទៅឈប់មែនហើយហេតុក៏មិនស្គាល់អញ្ចឹងព្រះហើយខ្ញុំធ្វើនេះគឺចង់ឲ្យគ្រួសារពួកយើងល្អទ្រព្យសម្បត្តិ2000លានជាមហាសេដ្ឋីក្នុងក្រុងរបស់ទាំងអស់នេះលើលោកសុទ្ធតែអាចយកមកបានឯងនិយាយថាគេអ្នកមានលុយបំផុតនៅលើលោកអីនៅក្នុងភូមិយើងមែនទេហើយម៉ែគេជាចៅប្រុសយើងសៀវប៉ាវអីត្រូវហើយដើម្បីតែធ្វើខួបនាងលោកអាចារ្យពេញហើយមហាសេដ្ឋីក៏បានមកដែរគ្រាន់
គ្រាន់តែដើម្បីការពារហូឈិនជូបន្តមកទៀតមនុស្សដែលមានតំណែងធំក៏មកដែរគេខ្លាចជាអ្នកមានលឿនមែនពិតជានឹកស្មានមិនដល់មែនលោកអើយ លើកមិនទាន់យើងបានប្រាប់ពុកគ្រួសារលីហើយសូមឡាដើម្បីបង្ហាញការគោរពខ្ញុំដើរទៅខ្លួនឯងចុះទទួលបញ្ជាលោកមេតបសូមចេញបញ្ជាមកចុះថ្ងៃនេះជាថ្ងៃឃុំម្ដាយរបស់លោកប្រធានប៉ាល់ក្នុងនាមជាមេតបនៅចិនពេញខ្ញុំត្រូវផ្ដល់របស់ដែលមានតម្លៃបំផុតឲ្យគាត់ថ្ងៃនេះជាថ្ងៃឃុំរបស់ម្ដាយលោកប្រធានប៉ាល់ហើយក៏កន្លងទៅ10ឆ្នាំផងដែរថ្ងៃដែលលោកប្រធានប៉ាល់ត្រឡប់មកវិញខ្ញុំជាមេតបនៅចិនពេញថ្ងៃនេះមិនមែនមកតែម្នាក់ឯងទេខ្ញុំតំណាងឲ្យកប់ជាប់ទាំងអស់គ្នាមកដល់ទីនេះដើម្បីផ្ដល់នូវរបស់មានតម្លៃដល់ចាលោកមេតបលោកត្រូវតែធ្វើបែបហ្នឹងមែនទេត្រូវហើយនេះគឺជាអ្វីដែលខ្ញុំអាចធ្វើបានទាំងអស់គ្នាមើលឃើញតែទ្រព្យសម្បត្តិសមិទ្ធផលអាជីវកម្មរបស់គាត់ក៏គិតថាគាត់ជាមនុស្សអស្ចារ្យទាំងអស់គ្នាស្លាប់ដឹងថាមករយៈនេះគឺនៅស្ងៀមស្ងាត់និងសន្តិភាពគឺការចេញពីការខំប្រឹងរបស់គាត់អត់មានអបាលដូចជាគ្មានខ្ញុំចិនពេញមួយទាំងអស់គ្នាស្ដាប់ចេញដំណើរទៅមុខទៅដើម្បីប្រពៃពិធីអ្នកមានសមត្ថភាពទាំងអស់បានមកដល់អ្នកដែលមកដល់មុនគេទើបមានឱកាសនឹងនិយាយពីគម្រោងអាជីវកម្មតធំនេះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបន្តទៅមុខទៀតនេះគឺជាឱកាសដែលកម្រមាននៅលើពិភពលោកពួកយើងប្រញាប់ចាប់ដើមទៅបន្ថែមដើម្បីស្វាគមន៍លោកប្រធានប៉ាល់និងប្រអប់ដ៏មានតម្លៃចង់យកចិត្តប្រធានប៉ាល់ជួចំណាយលុយក៏ព្រមដែរ លោកបញ្ចាក់តូចខាងមុខនេះគឺជាភូមិគ្រួសារលីហើយលោកក៏មករំអីតែទៀតទៅដល់ហើយក្រុមជជក់ឈាមនេះហ៊ានធ្វើបាបបែបរបស់ខ្ញុំម្នាក់ក៏រត់មិនរួចដែរមនុស្សដែលមានអត្តពលជាងគេលើលោកមកដើម្បីចង់ជួបសៀវប៉ាវមិននឹងអាចទៅរួចម៉ែជាខ្ញុំទៅពួកយើងឥឡូវនេះមិនអាចទល់បានទេកាន់តែមិនអាចធ្វើបាបពួកគេទៀតឆ្លោះជាមួយអ្នកធំនៅក្រោមបាតដៃរបស់គេ លោកគ្រូ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 បានក្រោកឡើងអ្នកម៉ែនេះជាអ្វីដែលម៉ែទទួលបានចាប់ពីថ្ងៃនេះទៅម៉ែនឹងបានសោយសុខហើយដឹងតែមិនរស់ទេជាតិនេះធ្វើមិនទៅមិនខ្ញុំធ្វើបាបឈិនជូហើយបានវាយវាយក្រុងនឹងមហាសេដ្ឋីហើយមកដល់ បីតបជិញពេញហើយបាទកាយចេញពីលោកប្រធានប៉ាល់បាទយកអំណាច9មុខធំដើម្បីអបអរតម្លៃលោកប្រធានប៉ាល់ហូឈិនជូដើម្បីជួយខៃគ្រប់កំណត់សំណាងល្អសុខភាពល្អ មេតបជិញពេញហើយ សូមស្វាគមន៍លោកជិញពេញហើយ សូមស្វាគមន៍លោកជិញពេញហើយ អរគ្នាក្រៅឡើង លោកជិញពេញហើយខំតែបន្តិចសាក់សពរាប់ម៉ឺនឈាមហូររាប់ពាន់គីឡូគ្រួសារលីដឹងតែងាប់ហើយ លោកជិញពេញហើយបានយកមេ100000តម្លឹកនិងយិនសិនរាប់ម៉ឺនឆ្នាំរូបសំណាកព្រះពុទ្ធគុជចងភ្លឺទាំង10ពីសមុទ្រចិនខាងកើតហើយមានប៉មសាឡែនដែលមានគុណភាពខ្ពស់ជាងគេកងដៃគុជពូយូសើដែលមាន5ពណ៌ដើម្បីជូនដល់អ្នកស្រីសូមអញ្ជើញទទួលកងដៃគុជពូយូសើដែលមាន5ពណ៌នេះជាវត្ថុដែលកម្រមានយ៉ាងរាប់ថានេះគឺបានមកពីប្រជាអន្តរជាតិចុងក្រោយគេហើយមិនស្មានថាលោកជិញពេញបែរជាមានវត្ថុនេះសោះពិតជាអស្ចារ្យមែន អរគុណចាស់លោកមេតប អ្នកស្រីកំគួរសមអីលើលោកនេះមិនមានមនុស្សណាអាចទទួលការលុបឆ្គងពីអ្នកស្រីបានទេនេះជាកាប់កិរិយាសុំទោសរបស់នាងមែនទេ ខ្ញុំអត់បាច់សុំទោសលោកអាចដល់លែងពួកយើងទៅអ្នកម៉ែទីនេះមិនមែនអ្នកណាម្នាក់អាចទទួលបានការលុបជង្គង់ពីម៉ែទេលើលោកនេះគឺមិនមានអ្នកណាអាចទទួលម៉ែខ្ញុំបានទេរួមតែខ្ញុំផង សូមក្រុមអ្នកស្រីជូនពរអ្នកស្រីរីនេះថ្ងៃកំណើតមានសំណាងល្អសុខភាពល្អ ចាប់ងើបឡើងមកអរគុណចាស់លោកមេតប អ្នកស្រីបាច់គួរសមទេអាចហៅខ្ញុំថាសៀវធានបានហើយសៀវធានឈ្មោះនេះមិនមែនជាមនុស្សធម្មតាអាចហៅបានទេនោះអ្នកស្រីថ្ងៃនេះជាថ្ងៃខួបកំណើតរបស់អ្នកស្រីស្រាដែលមានតម្លៃ72មុខនេះគឺជូនអ្នកស្រីដំណាក់កាលនៃការផលិតស្រានេះគឺពិបាកខ្លាំងណាស់គឺផ្សំឡើងអំពីរបស់72យ៉ាងឆ្លងការផលិតយ៉ាងម៉ត់ចត់9981ថ្ងៃឲ្យលាយចូលគ្នាស្រា72មុខនេះមានតែមួយគ្មានពីរស្រានេះបើនិយាយទៅការផលិតគឺមានភាគរយតិចណាស់ដែលអាចជោគជ័យគឺផ្លែខ្លាំងណាស់ពិតជាមានតម្លៃមែនពិតជាអស្ចារ្យជាងគេនៅលើលោកនេះហើយផឹកស្រានេះហើយអាចជួយឲ្យរាងកាយមាំមួននិងមានអាយុវែងស្រា72មុខមានតែមួយគ្មានពីរលើលោកនេះពិតជាមានមែនមកពីមុនមកធ្លាប់តែឃើញនៅក្នុងទូរទស្សន៍ មនុស្សធម្មតាមួយជីវិតនេះក៏មិនអាចឃើញរបស់មានតម្លៃដែរប្អូនស្រីនៅស្ងៀមធ្វើអីឆាប់ប្រមូលយកមកមិនហើយមិនហើយអ្នកស្រីត្រូវតែទទួលយកវា ពិតជាអស្ចារ្យណាស់កាដូនេះមួយសុទ្ធតែជាវត្ថុមានតម្លៃទាំងអស់ យកไปแล้วเนาะងាប់ទៅអាចវាយងាប់ទៅងាប់ទៅអាយងាប់ទៅអញអត់លុយងាប់ទៅអត់លុយអត់មានអីតែខ្ញុំនៅខាងមុខនេះហើយឥឡូវខ្ញុំទៅដកលុយដើម្បីយកមកសងលោកឲ្យចាំឡើងទៅបើមិនចឹងយើងបីបបាក់ជើងអាយជើងមិនខាតទេទៅបាត់ខ្ញុំនាំពួកបងទៅជាមួយដែរទៅឲ្យចាំឡើងទៅមើលឲ្យឆាប់ឡើង សេប៉ាមិនទាន់មកដល់ទេយើងទាំងអស់គ្នាចូលក្នុងអង្គុយលេងសិនទៅខ្ញុំទៅធ្វើម្ហូបសិនដើម្បីទទួលទាំងអស់គ្នា នេះគឺខែកំណត់របស់អ្នកស្រីមិននឹងឲ្យអ្នកស្រីធ្វើម្ហូបឲ្យពួកយើងទៅ ត្រូវបងថ្លៃឯងទៅសម្រាប់ទៅខ្ញុំនឹងម៉ែធ្វើបានហើយណាត្រូវហើយឯងជាម្ចាស់ខួបម៉ែថ្ងៃនេះជាខួបម៉ែអាយុ60ហើយធ្វើខួបអីទៀតកូនឆាប់ទៅសម្រាប់ទៅ អ្នកស្រីនិយាយបែបនេះហើយខ្ញុំក៏មិនហ៊ានគួរសមដែរអ្នកស្រីទៅសម្រាប់ចុះបន្តិចទៀតនៅមានវត្ថុមានតម្លៃជាច្រើនទៀតមកដល់ ព្រះអើយនៅសល់ប្រហែលអ្នកទៀតទៅ ខ្ញុំទើបតែទទួលបានដំណឹងពីលោកប្រធានប៉ាល់តិចទៀតមកដល់ទីនេះហើយ សៀវប៉ាវខ្ញុំនឹងម៉ែទៅធ្វើម្ហូបបងនៅទីនេះហើយដាច់ខាតកុំឲ្យមានរឿងអីសោះតោះយករបស់ទាំងអស់ចូលក្នុងទៅ
เอานะโฮชินจูเชื่อมันในเตียนี่เห็นว่าประสายมันเอาตีนี่พ่องไอ้ ชีซินបងក្លាប់មកវិញហើយមកចេះតែមកមកក៏មិនប្រាប់ខ្ញុំមកដល់អត់ថាខ្ញុំនឹងសៀប៉ាលំបាកប៉ុណ្ណា ខ្ញុំឃើញនៅរូននៅសុកស្រួលណាមានប្រុសចាស់បែបនេះចិញ្ចឹមនាងមែនទេ មកនិយាយស្អី នៅចាំអីទៀតឆាប់តែយករបស់ដែលមានតម្លៃនៅក្នុងផ្ទះចេញទាំងអស់ភ្លាមមកទី1មកដល់ប្រអប់ទី1បានមកដល់ហើយប្រអប់ទី1មកដល់របស់មានតម្លៃរបស់លោកប្រធានប៉ាគឺមាន3ប្រអប់មួយប្រអប់អាចចេញបានប្រទេសមួយទាំងមូលទៀតផងមុតជាអត់ចោលមើលទីបំផុតមកដល់ហើយប្រអប់មានតម្លៃឬមួយខាងក្នុងនេះពុះពេញទៅដោយលុយ ភាគហ៊ុន 50% នៃក្រុមហ៊ុនធំៗទាំង100ឡើយជាម្ចាស់ភាគហ៊ុន 50% នៃក្រុមហ៊ុនធំៗទាំង100អាណាចក្រជីវកម្មរបស់លោកប្រធានប៉ាល់គឺបាននេះត្រដាងទូទាំងពិភពលោកហើយមើលតែកណ្ដោខ្ញុំជូនឲ្យអ្នកស្រីគឺមិនអាចប្រៀបបានជារបស់ឈួតស្អីហ្នឹងស្រាប់ធំរបស់លោកប្រធានប៉ាល់ឯងសត្វរបាក់វាទេគ្រាន់តែជាក្រាស់សប្រមាណសន្លឹកប៉ុណ្ណោះខ្ញុំស្មានតែរបស់មានតម្លៃតើឯងអូឈីជូនេះឆាប់យកលុយចេញព្រាមមកអើសមើលទាំងដើមទាំងកថ្ងៃនេះបើយកលុយមិនបានទេយើងនឹងបំបាក់ជាងរបស់អាចไรអីជាងមិនខាន លុយបានដាក់ជាមកសំអំណត់គេអស់ហើយណាមានលុយមកពីណាទៀត អើយកមើលស្រីម្នាក់នេះអេ ខ្ញុំពីមុនដូចជាអត់ដែរឃើញនាងសោះតាមពិតទៅប្រពន្ធរបស់ឯងស្អាតដែរតើណែឲ្យប្រពន្ធរបស់ឯងមកកំដរយើងមួយយប់ទៅការប្រាក់ឯងមិនចាំបាច់បងនោះទេអីយ៉ាចាក់ពិតមែនទេមែនអើយ នេះជីស៊ីនថាបងនេះជាមនុស្សទេ និយាយឡប់ស្អីឆាប់ណា ចាញ់ទៅចាញ់ខ្ញុំមិនចាំអំណត់របស់បងទៀតទេ អូឈីជូខ្ញុំយកមុខនាងហើយណាបងធំលុយដែលខ្ញុំជពាក់បងមិនអត់ខ្វះម៉ាស៊ីននោះទេហើយចឹងបានត្រូវ បងប្អូនទាំងអស់គ្នាចាប់ស្រីម្នាក់នេះឲ្យយើងរបស់មានតម្លៃទាំងអស់ក្នុងផ្ទះនេះត្រូវតែប្រមូលទាំងអស់ត្រូវបានឬទេបាទឯកាមើលទៅពួកឯងចេះណាឆាប់ចេញផ្ទះយើងភ្លាមបាទធំរបស់ក្នុងផ្ទះបងយកតាមចិត្តចុះស្រីនេះក៏បងយកដែរចុះបាទឲ្យតែថ្ងៃនេះប្រពន្ធឯងអាចធ្វើឲ្យយើងសប្បាយចិត្តនោះបំណុលដែលឯងចំពាក់យើង10ថ្ងៃទៀតចាំសងវិញក៏បានដែរអរគុណបងណាស់ដែលទុកជាមួយខ្ញុំអរគុណ លីជីស៊ីនបងពិតជាអរកាហើយ ខ្ញុំប្រាប់នេះស្ដាប់តាមមកគាត់ភ្លាមទៅយប់នេះត្រូវតែកំណត់របស់ធ្វើឲ្យបានល្អស្ដាប់នេះបងប្អូនទាំងអស់គ្នាចាប់ចូលទៅជប់ភ្លាមពួកឯងនៅទីនេះមកករឿងតើមានធ្វើការញាក់ពីយើងទេយើមើលតើកញ្ចក់ឯងនេះចេះដឹងស្អីឯងមិនខ្លាចស្លាប់ទេឬយ៉ាងម៉េចអើយតើកញ្ចក់ឯងនេះស្រាច់ឯងធ្វើសិនលុមាត់ទេឯងស្អីខ្ញុំប្រាប់លោកបើធ្វើពួកគេខឹងលោកច្បាស់ជាស្រាប់ខានទេលោកហៅធានឯងធ្លាប់លឺដែរឬអត់តើមកលេងស្អីឆាប់ចេញពីទីនេះភ្លាមទៅចាំពេញឈៀននៅក្នុងពេញហើយឈ្មោះនេះឯងធ្លាប់លឺដែរឬទេចាំពេញឈៀនអើយឈ្មោះនេះដូចជាធ្លាប់លឺមកធំគាត់ដូចជាចង្វាយក្រុងជាងណាចិនពេញហើឬចិនធានចិនពេញហើមិនបាច់គេមកទីនេះបានចង្វាយក្រុងជាងចិនពេញហើអ្នកធំប្រមាណអ្នកនេះមិនបាច់ជានៅទីនេះណោះតែមានហេតុផលអីបានជាពួកគេនៅទីនេះពិតជាមិននឹកស្មានសោះហើយបានហើយហូឈិញជូយើងខកយើងផងរំនោះប្រមាណអ្នកនេះមកសម្ដែងឲ្យខ្ញុំមើលតែប៉ុណ្្នឹងទេយ៉ាងម៉េចចង់សម្ដែងឲ្យយើងមើលវិញបាត់ក៏ពិតជាគ្មានបានការមែននិយាយក្រៅទៀតទៅមើលឯងគ្មានបានការទេហុយខ្ញុំឲ្យលោកនិយាយឲ្យនៅអើយប្រកបជាស្ដាយក្រួយជាមិនខាតទេបានហ៊ានស្ដាយទៀតខ្ញុំប្រាប់អ្នកទាំងអស់គ្នាអាគ្នាប្រមាណអ្នកមកសម្ដែងគិតថាឲ្យបញ្ឈប់ពីការលោកប្រពន្ធរបស់ខ្ញុំសំណុលឲ្យមែនទេឯងចាំទៅមិនអាចទេខ្ញុំឲ្យឯងសត្វទាំងអស់គ្នាចាប់មើលទៅអានេះខ្លាំងណាស់សម្ដែងទៀតទៅថាសម្ដែងខ្ញុំឃើញទៅយ៉ាងម៉េចដែរសម្ដែងទៀតទៅសម្ដែងទៅយ៉ាងម៉េចយកងប់ទៅបាទអើយបងប្រមាណអ្នកឲ្យឆាប់ឡើងទៅក្នុងផ្ទះសតតែរបស់មានតម្លៃទាំងអស់បងឆាប់ទៅយកទៅអូបងឆាប់ចូលយកទៅរបស់មានចាណាពួកឯងស្ដាប់បញ្ជាខ្ញុំឲ្យបានច្បាស់នេះចាប់ប្រតិមួយភ្លាមអាណាក៏មិនអាចលើកលែងបានដែរឆាប់ឡើងបាទនេះសម្ដែងទៀតមែនទេចូលចិត្តសម្ដែងណាស់ហើយកងទាំងអស់ស្ដាប់បញ្ជាស្អីគឺថាខ្លួនឯងជាមេតបមែនក៏អីគឺថាខ្លួនឯងនឹងច្បាយក្រុងអីលេងសាច់មែនហើយ លីជីស៊ីនខ្ញុំមិនមានលោកក្នុងនាមចេះពុរបស់សៀប៉ាខ្ញុំប្រាប់លោកប្រយ័ត្នចេញទៅ ឲ្យខ្ញុំចេញគឺថាសំដែរទេទីនេះជាផ្ទះរបស់ខ្ញុំនៅទីនេះយូរឆ្នាំណាស់មកហើយចាញ់អស់លុយក៏មិនតិចដែរខ្ញុំមិនដែលខ្លាចណាផងបងប្រយ័ត្នចូលទៅយករបស់ទាំងអស់ទៅក្នុងផ្ទះនេះអ្វីក៏មានតែឆាប់ចូលយកទៅល្អណាស់ចាំតិចលីជីស៊ីនកុំធ្វើអញ្ចឹងអីកុំធ្វើអញ្ចឹង ម៉ែចាប់អើយ លោកទាំងអស់គ្នាកូនប្រុសខ្ញុំមានផ្នែកអត់ប្រស្រីលើកលែងឲ្យគេផងទៅណាយ៉ាម៉ែលោកទៅដាក់ពួកគេធ្វើសេឆាប់លើកឡើងទៅ ជីងជូយកដល់ម៉ែផងពួកឯងយ៉ាងណាក៏ជាប្តីប្រពន្ធឯងគេក៏ជាពុកសៀវប៉ាវដែរម៉ែសុំវ៉ឯងណាសុំវ៉ឯងទៅចោជួយឡើងបានហើយ អូជីជូខ្ញុំមិននៅផ្ទះយើងជិះធ្វើបាននេះតាមម៉ែខ្ញុំផងមែនទេ អើយឯងឈប់និយាយទៅឈប់ទៅអាកូនជីក្រៃជីងជូម៉ែសុំវ៉ឯងម៉ែសុំវ៉ឯងទៅចោណាសុំវ៉កូនប្រុសឯងមានដឹងដែរឬអត់ឯងឆ្លោះជាមួយអ្នកណាគេឯងដឹងទេ ម៉ែ
cái đã thay trái mai thôi sấy nâng bà bò trong con bị quạt ấy chặt cho nó vào mồm đấy nè hết ra thôi ជីសៀនឯងមិនអាចធ្វើអញ្ចឹងបានទេឯងកំពុងតែកាត់ដាច់ផ្លូវរបស់គ្រួសារយើងហើយ ai cho tiền bên kia đấy ô sấy ạ dịch phong nó bơi thay cô nói bận là ô chưa mình khát đi có không nè nè bay cái lưng nè nè bay cái lưng nè 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 bay cái lưng bay tay mà cọp chậm cồn đâu nè đây bơi lục thiên bài tao làm mà mình hơi phân chỉ lục thiên bài hơiคือลูกเทพปานกินบ้านกับเรื่องเธอเสียปัง ទីបំផុតកូនមកវិញហើយអ្នកម៉ែកូនមកវិញទៀតពេល សូមស្វាគមន៍លោកម្ចាស់ទូចហើយគឺអាប៉ៅហ៎ អាធានគ្នាយូរហើយ ការពិតគឺចាស់ហើយទេហ៎ 10 ឆ្នាំហើយដែលយើងមិនបានជួបគ្នាឯងចាស់ច្រើនណាស់ លោកទេប៉ៅលោកបាច់ទៅក្មេងវិញចិនពេញហើហើយលោកម្ចាស់ទូចប្រធានប៉ៅគាត់ច្រឡំតិចដឹង ឬមួយគេជាប្រធានប៉ៅពិតមែនសូមស្វាគមន៍លោកប្រធានប៉ៅ វ៉ាកុំប្រធានប៉ៅ ខ្ញុំមិនស្គាល់សូមដាក់ទោសខ្ញុំមកចុះលោកម្ចាស់មិនមានកំហុសអីទេលោកប្រធានប៉ៅប៉ាប់ទី2បានដឹកមកហើយយកមកនេះមក នេះគឺជាផ្លាកបញ្ជារូបខ្លាតតើមានផ្លាកបញ្ជានេះជួយទទួលបានពិភពលោកទាំងមូលតែពិតទៅស្លាកបញ្ជារូបខ្លាតគឺនៅទី ត្រឹមត្រូវនេះគឺអាចបញ្ជាកងទ័ពទាំងអស់នៅទូទាំងពិភពលោកបានឆាប់យកទៅ វ៉ាកុំប្រធានប៉ៅអាយុមិនដល់ឆ្នាំតែឈើមិនដល់មានតម្លៃដែរអីខ្ញុំមិនដែលឃើញរបស់មានតម្លៃបែបហ្នឹងទេ អំបាញ់មិញអ្នកណានៅក្រៅបង្ករឿងហ៊ានមិនគោរពម៉ែរបស់ខ្ញុំផងនៅមិនអត់អន់ឲ្យជាដាច់ខាត់ស្ដាប់បញ្ជាខ្ញុំ ទទួលបញ្ជាស្លាកបញ្ជាខ្លាបានលេចចេញហើយស្លាកបញ្ជារូបខ្លាបានលេចចេញហើយបងប្អូនទាំងគ្នាស្លាកបញ្ជារូបខ្លាឆាប់ទៅភូមិគ្រឿលីមិនថាភ្នំមហាសមុទ្រអីទេស្លាកបញ្ជារូបខ្លាបានលេចចេញមកហើយតែណាហ៊ានមិនស្ដាប់មិនធ្វើតាត្រូវតែកាត់ចូលស្លាកបញ្ជារូបខ្លាបានលេចចេញមកហើយកងទ័ពរាប់ម៉ឺនគ្រប់ទីកន្លែងលើពិភពលោកមិនហ៊ានប្រឆាំងទេ កងទ័ពទាំងអស់ស្ដាប់បញ្ជា ទទួលបញ្ជា ចុះពួកនេះចេញពីទីនេះទៅ ទទួលបញ្ជាអូយព្រះអើយអនប្លេកសកក្លឹបខបដប់ទៀតតែម្ដងពិតជាអស្ចារ្យមែន ក្រុមតែខ្លាចសញ្ញាខ្លាំងលើកឡើងគ្នាមកកងទ័ពទាំងអស់វាទៅតែជាការចាប់តាមទេ គឺពួក លោកម្ចាស់រឿងទាំងអស់ត្រូវបានដោះស្រាយហើយ អាយ៉ាសេប៉ាលើកលែអាប៉ាផងប៉ាតែខោហើយណា ខ្លាចថប់អ្នកណាឲ្យលោកហៅបែបនេះ ខ្ញុំតែខោហើយខ្ញុំពិតជាខោហើយខ្ញុំសុំបោះដល់លេខខ្ញុំទៅតាមបានទេ ខ្ញុំធ្វើបាបម៉ែរបស់ខ្ញុំម្នាក់ក៏មិនលើកលែងដែរសៀវប៉ាវអត់អីទេលោកម្ចាស់ខ្ញុំដឹងខុសហើយខ្ញុំសុំទោសណាដោះលែងកូនប្រុសខ្ញុំទៅណាសុំទោសគឺអាចដោះស្រាយបញ្ហាហើយហ៎គ្រួសារលីពួកឯងនេះទោះស្រាប់ក៏គ្មានអ្នកណាអាណិតអ្នកយា ណែខ្ញុំដឹងខុសហើយកុំឲ្យលោកប្រធានប៉ាអើយ សៀវប៉ាវគ្រួសារនេះដឹងខុសហើយតែក៏មិនចាំបាច់សម្លាប់ដែរអញ្ចឹងឲ្យពួកគេទទួលទោសតាមច្បាប់ទៅយកទៅដាក់គុកតែម្ដងទៅយកពួកគេទៅដាក់គុកធំទៅ អរគុណលោកហើយតែទុកជាមួយខ្ញុំនឹងកាយខ្លួនព្រៀបខ្ញុំនឹងកាយគ្រួសារថ្មី ខ្ញុំអរគុណលោកម្ចាស់ដែលលើកលែងអើយ មិនទេអូយលេង លោកម្ចាស់គុកធំនោះដូចជានរក18ជាន់យ៉ាងអញ្ចឹងត្រូវហើយយ៉ាងម៉េច គុកធំជាទីកន្លែងមួយនៅលើលោកជាគុកតែងងឹតជាទេមានការធ្វើទរណកម្មទៀតផងគ្រាន់តែចូលទៅមានជីវិត10រស់តែមួយរស់ពិបាកជាងស្លាប់ទៅទៀតពិតជារស់ពិបាកជាងស្លាប់ពិតមែន ពួកគេសុទ្ធតែទទួលកម្មនេះសៀវប៉ាវកូនកំពុងនិយាយពីអីអ្នកម៉ែថ្ងៃនេះជាថ្ងៃខួបអ្នកម៉ែជូនពរអ្នកម៉ែមានអាយុវែងអរគុណកូនសម្លាញ់អរគុណណាស់អ្នកស្រីលោកម្ចាស់រៀបចំពិធីឲ្យអ្នកស្រីរួចហើយសូមអ្នកស្រីរៀបចំខ្លួនទៅអ្នកម៉ែឆាប់ទៅកូនចាំអ្នកម៉ែចាប់ពីថ្ងៃនេះទៅម៉ែនឹងខ្លាចទៅជាអ្នកមានជាងគេនៅលើពិភពលោកមិនបាច់ហត់តទៅទៀតទេមិនចាំបាច់ត្រូវអ្នកដទៃមកមើលងាយយ៉ាងទៀតទេអ្នកម៉ែក្មេងល្ងងនេះទោះជាពិភពលោកខូចខើយ៉ាងណាក៏ដោយឲ្យតែមានកូននៅក្បែរម៉ែគឺម៉ែមានក្តីសុខហើយមានកូននៅក្បែរគ្រប់គ្រាន់ហើយម៉ែមិនត្រូវការអ្វីតទៅទៀតទេ
លោកស្រីពិតជាស្រស់ស្អាតណាស់ យ៉ាងនេះសោះ ណែហើយស្រួលមួយតិចទៅ មិនទេ អ្នកម៉ែពិតជាស្រស់ស្អាតណាស់សំដីតែម្លេះលោកម្ចាស់វត្ថុមានតម្លៃរបស់ក្រុមហ៊ុនជឿប៉ាបានមកដល់ហើយឆាប់យកចូលមកចា គឺជាកោកជាសៀនធានគំនូមើលឆ្នាំនេះសេសរដូវពិតជានៅទីនេះទាំងអស់មិនជុំអ្នកដាត់លើក្រហមនេះគឺជាត្បូងមួយក្នុងចំណោមត្បូងដែលមានតម្លៃទាំងអស់នេះគ្មានពីលើលោកទេពិតជាវត្ថុមានតម្លៃពិតមែនគ្រប់ការលេចចេញនៃវត្ថុនីមួយៗវាសុទ្ធតែអាចធ្វើឲ្យមានការកក់ក្រាក់មេឃហើយវាធ្វើឲ្យមនុស្សគ្រប់គ្នាឆ្លុះវិញទៀតផងត្បូងនេះត្រូវបានមនុស្សម្នាក់ទិញយកទៅមិននឹកស្មានថាជារោគចាក់ប៉ាល់ អ្នកម៉ែនេះគឺកូនជូនអ្នកម៉ែទុកជាកាដូខុសកំណត់អរគុណគាត់សម្លាញ់អ្នកម៉ែនេះគឺកូនជូនអ្នកម៉ែទុកជាកាដូខុសកំណត់អរគុណគាត់សម្លាញ់ម៉ែសម្លាញ់គាត់រហូត វត្ថុមានតម្លៃទាំងអស់នេះមានតែមួយគ្មានពីរលើលោកទេលោកប្រធានប៉ាពិតជាអស្ចារ្យមែនកាដូនីមួយៗមានតម្លៃរាប់ពាន់លានទៀតផង ម៉ែក៏នឹងការពារម៉ែមិនឲ្យម៉ែលំបាកទៀតទេ ការគោរពពីចិនពេញហើយយល់ប្រាប់ដើរតាមលោកប្រធានប៉ាការពារអ្នកស្រីឲ្យមានសុវត្ថិភាព លោកនិយាយបែបនេះខ្ញុំកក់ក្ដៅហើយ ស្ម័គ្រចិត្តការពាររហូតដល់ថ្ងៃស្លាប់ ដោយការគោរពខ្ញុំចូលប្រាប់ដាក់តាមលោកម្ចាស់ប៉ាវការពារអ្នកស្រីឲ្យមានសុវត្ថិភាពមិនស្ដាយក្រោយទេជឿមកឆាប់ងើបឡើងមក ដោយការគោរពខ្ញុំយល់ប្រាប់ដើរតាមលោកម្ចាស់ប៉ាការពារអ្នកស្រីដូចគ្នាលោកម្ចាស់ប៉ាខ្ញុំក៏អញ្ចឹងដែរ អ្នកទាំងអស់គ្នាងើបឡើងមកវត្តមានអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំអាប៉ាវនឹងយកចិត្តទុកដាក់លោកចង់បានអីមិនថាលុយកន្លែងណាក៏និយាយមកចុះមិនអីទេ បានដើរតាមលោកម្ចាស់ប៉ាពួកខ្ញុំស្ដាយក្រោយទេក៏មិនចង់បានអីដែរខ្ញុំក៏អញ្ចឹងដែរលោកម្ចាស់ប៉ាខ្ញុំក៏អញ្ចឹងដែរ ពួកនេះឈួតមែនហើយលុយក៏មិនចង់បានសេម៉ាំងឆាប់នាំពួកគេទៅក្រុមហ៊ុនយើងហើយចែកភាគហ៊ុនពិភពលោកនិងរបស់មានតម្លៃទុកជាកាដូសម្រាប់ក្រុមហ៊ុនជីប៉ាវរួមទាំងបានភាគហ៊ុន 10% ទៀតផងឆាប់ឡើងទៅអញចែកភាគហ៊ុនឲ្យគេទទួលបញ្ជា សេប៉ាវឯងមើលខ្ញុំក៏ជាមីរបស់ឯងដែរ អត់ត្រូវអញយ៉ាងណាក៏ជួយខ្លះដែរ ពួកឯងចង់បានរង្វាន់ដែរពួកយើងមិនលុកលន់ទេល្អខ្ញុំពីនឹងភ្លេចអ្នកទាំងពីរហើយសៀម៉ាំងក្រុមហ៊ុនរបស់យើងដែលមានប្រាក់ខែ 20 ម៉ឺនមានគម្រោងអាជីវកម្មនៅក្នុងស្រុកខ្វះខាតមនុស្សទេ តែហើយប្រាក់ខែ 20 ម៉ឺន ត្រូវហើយអាពួកយើងពីអ្នកបងចូលគ្នា 40 ម៉ឺនមួយឆ្នាំយ៉ាងតិចក៏ 500 ម៉ឺនដែរមែនទេ ពួកយើងដូចត្រូវរង្វាន់ធំយ៉ាងចឹងល្អណាស់ រង្វាន់ធំហើយអរគុណលោកម្ចាស់ប៉ាអរគុណដែលទុកចិត្តពួកយើងអរគុណមែនទេលោកម្ចាស់ប៉ា ត្រូវហើយពីបាយ៉ាងណាក៏ពួកយើងព្រមធ្វើដែរល្អសៀម៉ាំងរៀបចំកិច្ចសន្យាការងារមួយទៅដើម្បីបញ្ជូនលោកពូអ្នកមីងគាត់ទៅទទួលបញ្ជា អរគុណលោកប្រធានប៉ាអរគុណលោកប្រធានប៉ា អរគុណលោកប្រធានប៉ានៅតែជាឃាតករលាក់មុខដដែលមនុស្សដូចពួកគេមានអីត្រូវតាក់ទងជាមួយខ្ញុំមិនបាននិយាយថា 20 ម៉ឺនលុយប្រទេសយើងឯណា អើយប្រពន្ធសម្លាញ់ហត់ស្លាប់ហើយមួយខែរកបានតែ $2000 តែប៉ុណ្ណោះ អើយគួរតែស្លាប់មែនសៀវប៉ាវាហ៊ានបោកប្រាស់ពួកយើង ស្ដាប់គេចោលហើយធ្វើការ ធ្វើហើយ លាវហ្វុងសានមកពីចាត់ជាលោកសានសុំគ្រូលោកចាប៉ាវងចិនស៊ីមកពីក្រុមហ៊ុនតេតៃបៃតងសុំគ្រូលោកចាប៉ាយ៉ាងជាយកអភិបាលក្រុមខាងជើងសុំគ្រូប្រធានប៉ាសៅលីធានមកពីតំបន់ខាងលិចសុំគ្រូប្រធានប៉ាសូមជូនពរអ្នកស្រីរីករាយក្នុងថ្ងៃកំណើតមានសុខភាពល្អ ស្វាគមន៍អ្នកទាំងអស់គ្នាមកចូលរួមថ្ងៃខួបកំណើតម៉ែខ្ញុំយកកិត្តិយសទាំងអស់អញ្ជើញអង្គុយទាំងអស់គ្នាទៅ អរគុណប្រធានប៉ាអរគុណអ្នកស្រីប្រអប់អាចកំបាំងទី3មកដល់នេះជាប្រអប់ចុងក្រោយហើយតែមកដល់ប្រអប់ពីមុនសុទ្ធតែជាប្រអប់ដែលមានអធិពលខ្លាំងក្នុងការដាក់បង្ហាញចំណែកប្រអប់នេះវិញក៏មើលតែមិនធម្មតាដែរពិតជាអស្ចារ្យខ្ញុំគិតថាមានអ្វីខ្នាត6នៅក្នុងនឹងហើយលោកទេប៉ា អញ្ជើញទាំងអស់គ្នាមើលទៅ គឺជាសារលោហិតតំណែងតំណងនៃគ្រួសារទាំង10តាគ្រួសារលីមកពីតំបន់ខាងត្បូងគ្រួសារផងមកពីតំបន់ខាងសាចាមកពីតំបន់ខាងជើងគ្រួសារសៃមកពីតំបន់ខាងលិចគ្រួសារលីងគ្រួសារហ្វានគ្រួសារយិនគ្រួសារស៊ឺគ្រួសារជូសើគ្រួសារទួនគ្រប់ទាំងប្រយា ងើបឡើងទាំងអស់គ្នាមក តាមពិតទៅគឺគ្រួសារណាមានទាំង10ទៅក្នុងចំណោមទាំងអស់នេះខ្ញុំចង់គ្រួសារលូមានតំណែងមួយនេះដែរមិនដឹងជាល្អយ៉ាងណា ល្អការប្រារព្ធពិធីដែលមានអត្តពលសូមស្វាគមន៍ការត្រឡប់របស់លោកម្ចាស់ប៉ាវថ្ងៃនេះនឹងមានការផ្លាស់ប្ដូរសារជាថ្មីហើយ ការជួបជុំអន្តរជាតិរវាងឋានសួគ៌និងមេឃដីថ្ងៃនេះគ្រប់ជាតិសាសន៍ទាំងអស់និងអ្នកមានឥទ្ធិពលបានមកជុំគ្នាដែលគ្រាន់តែឃើញផ្សារចង់ឃើញមហាសេដ្ឋីមានជាងគេទោះបីតែស្ដេចជីក៏មកជួបដែរជូនពរក្នុងការពិធីខុសកំណត់អ្នកស្រីបានប្រទានទ្រព្យសម្បត្តិពីមហាសមុទ្រចិត្តភាពភពមានតម្លៃមកពីក្រុមណាតវាយនៃរដ្ឋគ្រូបានជូននៅគុជបេះដូងនេះដើម្បីជួយដល់លោកស្រីប៉ាវរដ្ឋជីក៏មានអំណោយជូនដែរ
លោកបច្ចេកព្រះអង្គម្ចាស់លីជាវាយនៃរដ្ឋឈូបរិះដែលមានបំផុតក្នុងប្រទេសឈីស៊ីប្រទេសអ៊ីនៃគង់សំជួមិនជួបទេគ្រាន់តែប្រទេសមួយមិនស័ក្តិសមនឹងជួបខ្ញុំទេចាលោកបច្ចេកអ្នកក្នុងសតតែជាប្រទេសដែលមានអំណាចមិនជួបពួកគេបង្កហេតុផលជាមួយគេថាจะថ្ងៃក្រោយនឹងមានរឿងធំទេលោកប្រធានប៉ាពិតជាខ្លាំងមែនពិតជាមានអារម្មណ៍ល្អមែនឲ្យជួយជាមួយអ្នកធំបែបនេះថ្ងៃនេះពិធីខួបកំណើតរបស់ម៉ែខ្ញុំអាប៉ាវត្រឡប់មកវិញហើយសូមស្វាគមន៍ការត្រឡប់មកវិញប្រធានប៉ាវត្រឡប់មកវិញប្រធានប៉ាវអ្នកម៉ែចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមើលថែម៉ែឲ្យបានល្អឲ្យម៉ែមានក្តីសុខរហូតណាម៉ែជាចាក់លើកូនបាទបងប្អូនទាំងអស់គ្នាដែលប្រើទូរស័ព្ទអត់ចេះដាក់ម៉ោងរោពេលខ្លះបងដែលគាត់រៀនចំណាស់ដូចជាអ៊ំមីងអញ្ចឹងណាពូអញ្ចឹងគាត់អត់ដឹងថាដាក់ម៉ោងរោនៅកន្លែងទាំងណាគាត់ចង់ដាក់ម៉ោងរោដើម្បីញ៉ាំឲ្យតន់ម៉ោងការងារឬក៏គាត់មានธุរៈទៅណាឆ្ងាយអញ្ចឹងគាត់អត់ដឹងថាដាក់ម៉ោងរោកន្លែងណាទេដឹងថាដាក់កន្លែងម៉ោងតែដឹងថាចុចកុំមិនដាក់មិនឲ្យវាត្រូវខ្លាចវារោទៅវាខុសពេលខ្លះចុចទៅក៏ដាក់រោពេលព្រឹកតែវាទៅជារោពេលល្ងាចវិញអាហ្នឹងវាជារឿងមួយដែលជាបញ្ហាដែលបងប្អូនទៅអត់ទាន់ម៉ោងវេលាទៅរៀនឬក៏ទៅធ្វើការអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺខ្ញុំណែនាំទៅកាន់ពូអ៊ំមីងដែលគាត់ចង់ដាក់ម៉ោងរោដល់ខ្លួនឯងមិនបាច់ទៅស៊ូគេទេបាទអាចមើលវីដេអូនេះពីដើមដល់ចប់បានហើយងាយទេបងប្អូនឥឡូវដំបូងយើងចូលទៅកាន់នាឡិការបស់យើងមានន័យថារូប clock រូបនាឡិកាតែបើជាភាសាខ្មែរគេដាក់ថានាឡិកាណាហើយកន្លែងនេះបងប្អូនអញ្ចឹងពេលដែលនេះកន្លែងនេះបងប្អូននេះកន្លែងនឹងគូសកំវងនឹងមកនេះអញ្ចឹងវាពាក្យអង់គ្លេស clock ហើយពាក្យភាសាខ្មែរបើសិនជាយើងដាក់ជាភាសាខ្មែរវាចាក់ជានាឡិកាណាបងប្អូនបាទចូលរូបនឹងមកបាទបងប្អូនចូលរូបមកគឺនៅទាំងអស់នេះបាទគឺយើងអត់ទាន់មានម៉ោងរោទេហើយកន្លែងនេះគេដាក់ថា no alarm មានន័យថាវាអត់ទាន់មានម៉ោងរោទេហើយខ្ញុំក៏អត់ទាន់ដាក់ម៉ោងរោដែរបងប្អូនអ្នកគ្នាហើយវីដេអូនេះគឺខ្ញុំណែនាំបងប្អូនទាំងអស់គ្នាអ៊ំពូមីងយាយតាទាំងអស់ដែលចង់ដាក់ម៉ោងរោខ្លួនឯងណាឥឡូវយើងចូលទៅកាន់សញ្ញាបូកនេះអ៊ំពូមីងមើលទៅលើណាព្រោះឥឡូវមុននឹងចូលសញ្ញាបូកយើងមើលខាងក្រោមសិនបងប្អូនអរគ្នាណាមើលវាមាន4បាទវាមាន4ទី1ម៉ោងរោបងប្អូនណាបាទទី2ម៉ោងនៅក្នុងសកលលោករបស់យើងម៉ោងនៅក្នុងពិភពលោកយើងចង់មើលថាអាមេរិកម៉ោងប្រមាណអីប្រមាណយើងអាចមើលនៅក្នុងនឹងបានហើយទី2 timer មានន័យថាកន្លែងដែលយើងត្រូវកំណត់ពេលដូចជាយើងរត់យើងហាត់ប្រាណយើងចូលកន្លែងអង្គតែលើកហាត់ប្រាណលើកដៃលើកអីហ្នឹងណាហ្នឹងគេកំណត់កន្លែងហ្នឹងហើយអា stop watch នេះមានន័យថាយើងហាត់ប្រាណប្រហែលនាទីយើងចង់បានថាលើក3នាទីយើងចុចទៅឲ្យវាលុតគ្រប់3នាទីយើងឈប់ឬក៏អីយ៉ាងហ្នឹងកំណត់ខ្លួនឯងណាហ្នឹងហើយតែអ្វីដែលយើងសំខាន់គឺយើងដាក់ម៉ោងរោណានេះម៉ោងរោបងប្អូនមកសំខាន់គឺយើងដាក់ម៉ោងរោឥឡូវយើងចុចចូលកន្លែងម៉ោងរោហ្នឹងហើយបើសិនណាយើងចុចកន្លែងផ្សេងវាលូតពណ៌នេះឃើញអត់ឃើញពណ៌ផ្សេងគ្នាអត់ឥឡូវខ្ញុំបង្ហាញតែម៉ោងរោមួយទេឥឡូវយើងចុចកន្លែងម៉ោងរោវិញមកចុចអាឡាមនឹងវិញមកណាចុចធ្វើម៉េចឲ្យវាលូតមកសញ្ញាអាឡាមនេះណាហ្នឹងហើយអញ្ចឹងយើងចុចទៅសញ្ញាបូកអ្នកទាំងអស់គ្នាបាទសញ្ញាបូកខាងលើនេះមកបាទចុចពងមកវានឹងប្រាប់យើងហើយថាយើងដាក់ម៉ោងរោម៉ោងប្រហែលឥឡូវបងប្អូនទាំងអស់គ្នាចង់ដាក់ម៉ោងប្រហែលគឺវានៅកន្លែងនេះបាទបងប្អូនទាំងអស់គ្នាចង់ដាក់ម៉ោងប្រហែលបាទយើងចុច select ឡើងហ្នឹងទៅឥឡូវយើងចុចដល់ម៉ោងអាដំបូងគេម៉ោងហើយខ្ញុំដាក់ថាម៉ោង6:00អញ្ចឹងយើងអស់មកបាទនេះម៉ោង6:00ឃើញទៅមិនឃើញអក្សរដិតហ្នឹងបងប្អូនឃើញអក្សរដិតបែបហ្នឹងសំខាន់ឲ្យតែឃើញអក្សរដិតបែបហ្នឹងគឺវាត្រូវហើយណាបើអាផ្សេងនេះវាអត់ដិតទេណាអញ្ចឹងហើយកន្លែងនេះគឺសំខាន់ជាងគេបាទបងប្អូនអរគ្នាកន្លែងនេះគឺសំខាន់ជាងគេយើងត្រូវយកព្រឹកឬក៏ល្ងាច AM ឬក៏ PM បាទ AM ពេលព្រឹកបាទ PM នេះគឺពេលល្ងាចណាពេលល្ងាចពេលយប់ពេលអីចឹងទៅណាចាប់ពីម៉ោង1យប់រហូតដល់ម៉ោង12ថ្ងៃហ្នឹងគឺនៅក្នុង AM ហ្នឹងហើយឥឡូវយើងដាក់ AM យើងអស់មកនេះហើយ
nông ní cứ kia bị chạy dương repeat khi bị chạy dương thaประมาณตีโรมาดองเนี่ยยังจังดะดับในตีโรมาดองเนี่ยอะไรเนี่ยบางคนเนี่ยอะไรเนี่ยนะหนึ่งจังดับประมาณดับในตีโรมาดองประมาณตีโรมาดองก็ยังดะอะไรหนึ่งให้สำหรับกลายตรงนี้สำหรับกลายตรงนี้คือยังดะrepeat มันทาดับปีจันดอซกหรือก็ปีจันดอผมงานมันไงก็ยังนัดอะไรหนึ่งá bà chẳng dân ở hai bông bông nàyยังจุดกลายกรีหนึ่งเมาส์บ่าจุดกลายกรีหนึ่งเมาส์โอเคแล้วจุดกลายกรีหนึ่งเมาส์แบบchẳngยังบ้านเมามวยอ่ะบ่ายังบ้านเมามวยสำหรับโรอ่ะเนี่ยไอ้บัสนายังจังบัดเววินยังบัดตัวลบเวเจนจียังบัดเววินยังจุดจับบัดอะไรหนึ่งเมาส์บ่าแล้วเมาผมมวยประตูเวโรเดอร์ไรใจบางคนเนี่ยแล้วยังจังบัดหามันเอาวิโรแต่เป็นยังบ้ายังตรึกบ้ากันนั่งหายยังนั่งเคยสัญญาเนี่ยบ้าสัญญาขังเลือสัญญาเมาขังเลือนะยังเมื่อสัญญาเมาขังเลือพองโอเคเป็นยังจังบัดยังบัดเวียมายังบัดอะไรสัญญานั่งมาจ้ะ yes sorry ยังจะบัดมาเนี่ยบ้าก็ยัดเป็นยังบัดเวียคือviệcบัดchẳng việc miền khơiสัญญาแต่ให้ยังเช่นมากลายเป็นมาของคนนี้บ้าจังวิดีโอบางย้ำคือเมียนแต่แบบปันนังนั่งไงออกคนบางคนออกคนนี้ให้กระดาษนั่งกระดาษเมานั่นคือสู้เลยจังบัสนาบางคนเมียนจังงออะไรนะก็ผลิตคอมบันในกลางวิดีโอบางจุดเนี่ยในวิดีโอกลาย